បន្ទាប់ពីគូឯស្រីរៀបការចូលគ្រួសារផឹងខ្ញុំគឺជាមនុស្សដែលគូឯស្អប់បំផុតតែរកវិធីធ្វើបាបតួស្រីថែមទាំងលើកលុយប៉ុនលីនរបស់តកោផឹងទៅឲ្យសញ្ញារបស់ខ្លួនឯងនិងរៀបចំឲ្យបងប្អូនខ្លួនឯងចូលធ្វើការនៅក្នុងក្រុមហ៊ុនជាតួស្រីចិត្តអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្របល្លំនោះចឹងក្រោយត្រូវដេញចេញពីគ្រួសារផឹងខ្លាចជាជនអនាថាគ្មានផ្ទះសម្បែងស្រាប់ដោយសារណានបុកអញ្ចឹងតាមបានពីមុនខ្ញុំធ្លាប់តែរីករាយពេលនេះជឿថាខ្លួនឯងចិត្តអាក្រក់តាមពិតស្អីរឿងកំពុងតែគ្រប់គ្រងជីវិតរបស់ខ្ញុំសាំងលូអាយយ៉ាងមិនហើយស្រាប់តែជប់និយាយអញ្ចឹងមិនខ្លាំងខ្លានេះចង់បានមុខមាត់ទៅដេញដល់ខ្ញុំឲ្យនិយាយមិនល្អពីហ្វឹងយៀនរួចច្បាស់ជាសម្លេងទៅឲ្យគេស្ដាប់ក្នុងជាសត្វនេះជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យហ្វឹងយៀនស្អប់ខ្ញុំខ្លាំងបើក៏តែយ៉ាងម៉េចគាត់ក៏គឺល្អហើយរៀបការជាមួយមនុស្សក៏មិនបានថាជួបគ្នាឯងមិនដឹងទេថាខ្ញុំសប្បាយចិត្តប៉ុណ្ណាតែបានរៀបការចូលគ្រួសារហ្វឹងរៀបការរួចហើយជីវិតនឹងស្រស់បំព្រងលូអាយល្អទៅហើយអាយជួយចាប់តែតាមខ្លួនខ្លះហើយប្រាប់តាមរំខានមិនអីទេឯងនេះចំណេះមែនខ្ញុំនិយាយការពិតឲ្យឯងនៅតែខ្ញុំអ្នកបានទេឬឯងមិនចង់ខ្ញុំបានសោះគឺច្បាស់ជាដឹងហើយឯងនេះតែច្រឡំថាមិនល្អដូចជាឯងចង់បែបបាក់គ្រួសារខ្ញុំហើយតាលូអាយយកច្រឡំហើយខ្ញុំពិតជាបារម្ភពីឯងពិតមែនថ្ងៃជ្រៅណាស់ទៅហើយថ្ងៃនេះហ្វឹងយៀនមកពេលកាំងវិញខ្ញុំត្រូវប្រញាប់ទៅផ្ទះត្រៃក្រោតែស្គាល់មានតែមិនទាន់ចោលចរិតថោកទាបបានក្រៅពីមានមុខមាត់ស្អាតតិចតួចមានតាំងណាល្អទៅសម្រាប់អប់រំប្រតិទិនខ្ញុំដែរខ្ញុំមកផ្ទះវិញហើយមកវិញហើយអាពីពីនេះរៀបចំដល់ចាស់ទុំពួកយើងគ្មានមនោសញ្ចេតនានឹងគ្នាគ្រាន់តែជាជនមិនស្គាល់មុខរស់ក្រំដំបូលតែមួយយ៉ាងច្រើនជាដៃគូសហការនឹងគ្នាឲ្យតែរស់នៅមិនរំខានគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយគេអានឹងព្រមទេរៀបការជាមួយគ្នាបាន3ខែហើយពួកយើងញ៉ាំបាយជុំគ្នាបាន2ដងគត់លើកទី1ពេលជួបគ្នាដំបូងលើកទី2ទៅលេងផ្ទះប៉ាម៉ាចំណែកនៅផ្ទះនេះគឺមិនដែរទេតែបើមិនចង់ខ្លាចជាមនុស្សរំមើលអ្នកស្អប់ខ្ពើមហើយរត់ទៅពីវាសនាកំសត់នេះដែលខ្លាចត្រូវតែបង្កើតតំណែងល្អជាមួយហ្វឹងយៀនមិនបានទេមិនត្រូវខ្លាចគេដាច់ខាតថ្ងៃនេះញ៉ាំបាយជុំគ្នាទេបានឯងព្រមញ៉ាំបាយជាមួយខ្ញុំហើយបានន័យថាខ្ញុំនៅមានសង្ឃឹម Yes ខ្ញុំតែប្រាប់បញ្ចាំងសិនរួចហើយខ្ញុំនឹងមកហៅលោកគ្រាន់តែញ៉ាំបាយជុំគ្នាសោះមិនទៅនាងសប្បាយចិត្តម្ល៉េះនាងមានផែនការអីទៀតថ្ងៃនេះខ្ញុំធ្វើបានល្អណាស់ចេះគ្នាលេងតែមិនក៏នៅសុកនាងផ្លែជាងពីមុនចំណែកខ្លីហើយខ្លឹមសូមឲ្យសញ្ញាបញ្ជាក់អារម្មណ៍មួយក៏គ្មានសំដៅសំណួរដែលខ្ញុំសួរមែននេះហាក់ដូចជាគ្មានខ្លឹមសារក្រៅពីពាក្យថាលោកក៏មិនដឹងថាត្រូវការតបអ្វីផ្សេងដែរគិតចេះទៅខ្ញុំជាអ្នកសួរលោករើសតែមួយសំណួរណាដែលចង់ឆ្លើយរួចសរសេរចំណាយមកល្អទេអាសាររបស់លោកពិតជាស្អាតណាស់ពេលទៅខ្ញុំក៏ធ្លាប់រៀនសរសេរអក្សរចង់ដែរតែរៀនបានមួយខែហើយក៏ឈប់រៀនវិញដឹងចឹងកាលណាមិនឈប់រៀនទេលោករៀនសរសេរអក្សរចង់ដែរមែនទេមែនហើយខ្ញុំធ្លាប់បានរៀនមករយៈអូការប៉ិនចឹងសោះមានតែអ្នករៀនអក្សរចង់ទេទើបអាចសរសេរអក្សរបានស្អាតអញ្ចឹងគ្រូនៅបឋមគឺពិតជាមិនកុហកខ្ញុំមែនខ្ញុំនៅចង់សួរទៀតថាជាធម្មតាក្នុងមួយខែតើលោកនៅពេលកាំងបានប្រហែលថ្ងៃខ្ញុំមិនមែនចង់តាមដានលោកអីទេខ្ញុំគ្រាន់តែសួរចង់ដឹងគេសំខាន់ណាស់សូមឲ្យមានបែកកាសាឡុនស្អាតដែរបើមិនមែនជាមនុស្សកោទេច្បាស់ជាខ្លាចជាប្រុសស្អាតល្បីជាតារាមិនខានគ្មានធុរៈចោះទស្សនកិច្ចការងារទេសំណួរចុងក្រោយខ្ញុំចេះនិយាយច្រើនតិចហើយតែខ្ញុំរៀននៅវិទ្យាល័យចូលចិត្តជជែកនឹងមិត្តរួមថ្នាក់រហូតដល់អ្នកគ្រូបិណីតែខ្ញុំមិនបាននិយាយចេះតែធ្វើឲ្យផាត់ដង្ហើមដូច្នេះខ្ញុំចង់សួរថាបើសិនខ្ញុំនិយាយច្រើនដាក់លោកអញ្ចឹងតើលោកអាចនឹងថែមតាមនឹងខ្ញុំទេមិនអីទេល្អណាស់តំណែងពួកយើងឈានទៅមួយកម្រិតទៀតហើយស្អែកខ្ញុំនឹងរកវិធីទៀតវាសនាសាលោកខ្ញុំដាច់ខាត់មិនឲ្យបឡំលោកបែបនេះកំណត់បានឡើយអរុនសួស្ដីស្លាប់ហើយខ្ញុំងើបពីដេកជឿទៀតហើយល្ងាចនេះតែញ៉ាំបាយសាច់អាំងជុំគ្នាដែរទេខ្ញុំទៅស្គាល់កន្លែងមួយល្បីថាឆ្ងាញ់ណាស់នៅចាំបងខ្ញុំទៅនិយាយដើម្បីបំបែកបាក់ខ្ញុំនឹងហ្វឹងយៀនទៀតអត់តំណែងទេខ្ញុំមានណាត់ហើយលូថ្ងៃនេះខ្ញុំមានអារម្មណ៍មិនល្អសោះខ្ញុំចង់រកគ្នាជជែកគ្នាលេងអាចលោកកាលណាថែមមកជួបខ្ញុំតិចបានទេប្រាណដើម្បីគួរអាណិតទាក់ទាញខ្ញុំទៀតហើយឆាប់ចេញឲ្យឆ្ងាយពីជីវិតរបស់ខ្ញុំទៅតែថានិយាយដល់រឿងអាំងសាច់ខ្ញុំដូចជាឃើញសាច់អាំងមែនតើហើយ Hello
អស់លោកដីធ្លីដែលយើងទើបតែដេញថ្លៃបានថ្ងៃនេះសម្រាប់ប្លង់រៀបចំផែនការបច្ចុប្បន្នខាងផ្នែករៀបចំបានផ្ដល់ជំរឿន2ឲ្យខ្ញុំ តែញ៉ាំសាច់អាំងតែយ៉ាងម៉េចដែរ អស់លោកដីធ្លីដែលយើងទើបតែដេញថ្លៃបានថ្ងៃនេះផ្នែករៀបចំបានផ្ដល់ជំរឿន2ទី1សាងសង់អគារជាលំនៅឋានទី2សង់ជាអគារពាណិជ្ជកម្មពួកគេថាវិធីទាំងពីរនេះអាចជួយបង្កើនផលចំណេញបំផុត ចេញពេលធ្វើការញ៉ាំអីចំគ្នាល្អទេខ្ញុំប៉ាញ៉ាំសាច់អាំងយ៉ាងម៉េចដែរខ្ញុំស្គាល់ហាងមួយកន្លែងល្បីឆ្ងាញ់ណាស់ខ្ញុំនិយាយច្រើនពេកទេដឹងគេអាចថឹងត្រូវនឹងខ្ញុំទេដឹងក៏ប៉ុន្តែបើសិននឹងគេប្រាប់ខ្ញុំឲ្យថាគេអត់ប្រកាន់នោះទេ ថ្ងៃនេះខ្ញុំថែម៉ោង មិនអីទេគេជាមនុស្សមានចិត្តត្រជាក់បើងាយទំនាក់ទំនងបានទៅជារឿងចម្លែកយ៉ាងណាខ្ញុំមិនត្រូវនិយាយច្រើនពេកទេខ្លាចខ្ញុំរាប់អានញាតពេកគេរត់បាត់ការសន្ទនាផ្អាកត្រឹមនឹងចុះខ្ញុំចាំចេះកាត់គូពីអ្នកដតីមែនអាំងសាច់តែញ៉ាំម្នាក់ឯងក៏បានចេញពីសាច់អាំងតែខ្ញុំដែរទិញអីវ៉ាន់ នេះនាងមិនតបសារខ្ញុំមែនទេ អរគុណខ្ញុំចាប់អារម្មណ៍ញ៉ាំហើយ សាំងលូមិនក៏មកអង្គុយញ៉ាំសាច់អាំងម្នាក់ឯងអញ្ចឹង អូនេះគឺ ចៃដន្យមែនអង្គុយជុំគ្នាទៅ មិនស្អីជាដល់មួយម្នាក់នេះរំខានចិត្តណាស់មិនបាននិយាយច្រើនឆាប់ញ៉ាំហើយឆាប់ចេញទៅវិញ សាំងលូមិនក៏នៅស្ពីកាបូបចាស់កម្រិតនឹងទៀតអញប្រើវាតាំងពីនំហាប់ជាឡាញ់ម្លេះនៅមិនទាន់ដូរថ្មីទៀតទេប្រហែលមិនអាចទៅលេងក្រៅប្រទេសទេបើមានឱកាសថ្ងៃក្រោយគួរតែដើរលេងក្រៅប្រទេសខ្លះឲ្យបានមើលពិភពលោកខាងក្រៅ ពួកក៏សាច់ម្ដុំនេះមិនទាន់ឆ្អិនទៀត សាច់មួយដុំនេះទំនងណាស់ជាតិដល់ហើយអូនសម្លាញ់នេះញ៉ាំទៅ ហើយចាអូនមិនញ៉ាំសាច់ច្រើនយ៉ាងនឹងទេបងរកចានណាតូចដែរអូនតិចមកយកតែតិចគឺបានហើយអ្នកខ្លាំងគ្មានមិត្តប្រុសចាប់សាច់ឲ្យផងអានេះថាគ្មានមនុស្សនៅក្បែរថ្នាក់ថ្នមសាំងលូអញមិនមែនអាយុតិចទេកុំគិតតែរឿងញ៉ាំពេកប្រយ័ត្នគ្មានអ្នកអាចយកទៅវ៉ាហើយចាលំដាប់ពួកដូចគេកុំសម័យអីថ្ងៃក្រោយយើងនឹងឲ្យបងថ្លៃអញណែនាំប្រុសម្នាក់មួយឆ្នាំរកបានរាប់សែនគេស័ក្តិសមល្មមនឹងឋានៈឯង ហ្វាំងយិនមិនថាមកទេមកក៏មកទីនេះ ឆ្លងកាត់ ចង់ញ៉ាំអីហើយនៅបាននៅទេមកញ៉ាំជុំគ្នាមក សាំងលូកុំប្រាប់ណាថាគេជាមិត្តប្រុសឯងហេតុអីគេមិននិយាយស្ដីអញ្ចឹង ឬមួយគេជាមនុស្សក៏ អាយ៉ាសាំងលូមកគេយកមនុស្សកោធ្វើជាគូបែបនេះអញ្ចឹងតើបានមិនដែរឃើញនាំគេទៅផ្ទះឯងនេះធ្វើបាបខ្លួនឯងមែនទៅយកមនុស្សកោជាគូទៅវិញ គេមិននិយាយស្ដីទៅស្អីបងគេមិនមកមាត់សង្ហារាល់ថ្ងៃគ្រាន់តែបានមកសង្ហាអូខេខ្ញុំញ៉ាំបាយខាំបាយចានចូលយកសាច់ទឹកមកសបាយចិត្តមិនដូចជាបងទេមិនដូចជាយកសាច់អីមកធ្វើប្តីរាល់ថ្ងៃដល់កាន់កូនកាន់តាមប្រពន្ធគេទៅញ៉ាំនៅមួយម៉ាត់តែក្អួត អញថាម៉េច ទៀតប្រសិទ្ធនេះអាចយកខុស កូនកាន់អាខាងអីខាងពេកជ្រុះសក់បែកនឹងឥឡូវហើយ អូអូសម្លាញ់មើលនេះចោលឲ្យបង មិនអីទេចាំអូនពាក់សក់ឲ្យបងវិញអូនពាក់សក់ឲ្យបងវិញមិនអីទេមិនអីទេសាំងលូអញតែប្រុសយើងជាភ្ញៀវ VIP នៅហាងនេះយើងឲ្យបុគ្គលិកដេញអញទាំងពីរចេញ អ្នកចាត់ការ សួស្តីភ្ញៀវ VIP មានអ្វីចង់ផ្សេងជួយមែនទេ ដៃពីអ្នកនេះចេញទៅ ខ្ញុំបានកក់ទុកអស់លុយពេញថ្លៃ ខ្ញុំសុំឆែកបន្តិចសុំទោសលោកខាងនេះលោកនឹងជាភ្ញៀវ VIP របស់យើងទៀតហើយដោយសារអ្នកទទួលបង្កកម្មខាងដល់ខ្ញុំដទៃសូមអ្នកទាំងពីរចាក់ចេញទៅ ថាម៉េចមានសិទ្ធិលុបឈ្មោះ VIP ពួកយើងហ៎ ព្រោះហាងយល់ថាអ្នកប្រុសម្នាក់នេះមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានអ្នកទាំងពីរមិនព្រមចេញពួកយើងនឹងហៅសន្តិសុខមកអ្នកទាំងពីរសូមចេញ អើអូសម្លាញ់ចាំមកផងអូសម្លាញ់ ជាថ្មីដែររបស់លោកមែនទេព្រះហើយជីវិតខ្ញុំសប្តាហ៍នេះល្អរកអ្វីប្រៀបមិនបានហេតុអីតួអង្គខ្ញុំត្រូវរកវិធីបំផ្លាញខ្លួនឯងបានស្រាប់ហើយ អង្គុយមកដល់ពេលវេលាហើយឆ្ងាញ់ដូចគេល្បីពិតមែន មួយដុំនេះគេហៅថាសាកូវ៉ាខ្ជូអង្គវាថ្នាំនៅលើភ្លើងក្តៅល្មមបែបនេះទៅរក្សាជាសំណើមក្នុងសាច់រួចហើយបន្ថយភ្លើងឲ្យតិចតិចរងចាំដល់សាច់ឡើងពណ៌បន្តិចប្រែជាពណ៌កន្លត់ព្រឿងល្មមអញញ៉ាំបានហើយត្រូវចាំណាវាមានរសជាតិផ្អែមនិងទន់ញ៉ាំហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនេះសាក់ភ្លុកមើលទៅ ឃ
ខ្ញុំដឹងថាលោកប្រកាសជាចិត្តមិនខានម្ដងនេះដូចគ្នាមើលនេះគឺអត់ដាក់គោគ្រាន់តែយកចង្កឹះចុចលើវាថ្នមក៏អាចមានអារម្មណ៍ដឹងពីភាពទន់របស់វាដែរទន់នឹងស្វិតល្មមអាចញ៉ាំឆ្ងាញ់និយាយរួមរសជាតិឆ្ងាញ់តែនេះលោកនឹងចូលចិត្តមួយនេះទៀតមួយនេះទៀតក៏ឆ្ងាញ់ដែរនេះអញ្ចឹងលោកញ៉ាំទៅបែបណាការដែលបានញ៉ាំសាច់អាំងជាក្តីសុខបំផុតនៅលើโลกនេះ មនុស្សស្រីដូចជានាងសេចក្តីសុខសុភមង្គលសាមញ្ញដល់ថ្នាក់នេះ ញ៉ាំឆ្អែតហើយណែឆ្អែតហើយពួកយើងទៅតាយើង គាត់ខំបើកឡានមកទីនេះដល់ផ្ទាល់គ្រាន់តែខ្ញុំកំដរអ្នកស្រីញ៉ាំអីរឿងនេះមិនស្របមានពីមុនមកទេអាចគាត់ថាទៅជាប្រវត្តិសាស្ត្របាន ខ្ញុំនៅស្គាល់ប៊ូហ្វេសាច់អាំងមួយកន្លែងទៀតកន្លែងនោះក៏ឆ្ងាញ់ដែរលើក្រៅនាំលោកទៅភ្លក់លើចិត្តត្រីអាំងមែនទេរសជាតិត្រីអាំងក៏ឆ្ងាញ់ដែរក្រៅនៅមានការីម៉ុនឆ្ងាញ់ដែរស៊ុបខូកូឆ្ងាញ់ដែរហើយនឹងចាំតែសិនផឹកបៀហើយនឹងសាឡាដបំពង់កមែននេះពួកយើងដល់លេងក៏រៀនស្រក់ពូខ្លះដែរលើលោកនេះគ្មានអីសំខាន់ជាងការញ៉ាំឆ្ងាញ់នោះទេញ៉ាំច្រើនប៉ុណ្ណាក៏មិនឡើងគីឡូរស់នៅសប្បាយចិត្តគ្មានតកកង្វល់ អារម្មណ៍ដែលមិនញ៉ាំបាយនៅក្រៅជាមួយនាងមើលទៅមិនគួរឲ្យធន់ទ្រាំទេ ឲ្យតែញ៉ាំសាច់អាំងដឹងតែខិនចុកខ្លួនតែម្ដងសាប៊ូក៏សក់ខិនក្រូចសាច់នេះល្អណាស់ហាំលុចមើលមិននេះលោកមិនឃើញអីទេតាមែនទេហើយគីឡូរបស់មនុស្សស្រីគឺជារឿងសម្ងាត់សាំងលុយឲ្យតែឆ្អែតដឹងតែគិតរឿងបដិបដាឯនេះដូចជាកូនសាន់ចឹងដឹងតែគិតបបមរបស់គេពិតជាគួរចាំថើបណាតែទៅដល់កោឆ្ងាញ់សុបហត់ផាប់ឆ្ងាញ់ប្រចាំឆ្នាំព្រះហើយប្តីខ្ញុំសង្ហាដល់ហើយសង្ហាខ្លាំងធ្វើខ្ញុំទ្រាំមិនចង់បាន នាងនិយាយច្រើនសប្បាយរីករាយជ្រុលប្រៀបដូចជាទឹកទន្លេកំពុងតែហូរចាំងកំហុកពួកយើងរស់នៅក្នុងពិភពដែលឆ្លាស់ពីគ្នារក្សាទំនាក់ទំនងជាប្តីប្រពន្ធតែឈ្មោះមិនចាំបាច់ពាក់ព័ន្ធនឹងគ្នាទើបជាគំនិតល្អបំផុតសម្រាប់ពួកយើង កុំខ្លាចខ្ញុំនឹងថ្នមដៃខ្ញុំក្រោមជាតិទៀតហើយឈប់សិនតែម៉ោង 7:40 នាទីតើធម្មតាគេចេញពីផ្ទះម៉ោង 8 ឬមួយក៏គេកំពុងតែចេញមកពីខ្ញុំ សូមទៅដល់រំខានទៅព័ត៌មានរបស់គ្រប់គ្នាខ្ញុំគ្រាន់តែចាំណែនាំបន្តិចតាមពិតទៅម្នាក់នេះទៅជាស្វាមីពិតប្រាកដរបស់ខ្ញុំ លោកហ្វឹងឯកសារច្បាប់នេះត្រូវការលោកសញ្ញេ អាកៃសូឆេផ្ញើស្នាមថែបមួយមកព្រះហើយហ្វឹងយិនចែកឡាយផុសក្នុងវិឆាខ្ញុំបាននិយាយហើយគេមិនអាចគេពីខ្ញុំបានទេការដែលគេចូលមកចែកឡាយខ្ញុំបែបនេះច្បាស់ណាស់គឺកំពុងផ្ដល់សញ្ញារាប់អានមកខ្ញុំ ថ្ងៃនេះពួកយើងញ៉ាំបាយជុំគ្នាទៅតែល្អទេ ថ្ងៃនេះទី 8 អាហារដ្ឋានហួរយ៉ាងដែលជាន់ក្រោមមានបញ្ចុះតម្លៃហ៊ានតែយើងគ្មានកន្លែងអង្គុយទេ អញថាប្រហែលថ្ងៃ ទី 8 ធម្មតារឿងបញ្ចុះតម្លៃបែបនេះឯងចាំជាងខ្ញុំទៅទៀត ថ្ងៃ 8 ខែ 5 គឺជាថ្ងៃនេះគ្រប់គ្នាត្រូវទៅជួបគ្នានៅផ្ទះប៉ាម៉ារួមទាំងគ្រួសារជាដូនមួយគួរឲ្យធុញក្រែមកប៉ាធ្វើមកនិយាយថាហ្វឹងយិនជាស្វាមីពិតខ្ញុំក្រែមកដោយសារខាងពិបាកមើលមុខគ្នាក៏បង្ខំចិត្តយកព្រមតាមការទាមទារគ្មានហេតុផលគ្រប់បែបយ៉ាងកាលនៅដោយសារតែរឿងគ្រប់គ្រងខ្ញុំបានក៏ល្ងងយកលើរាប់លានរបស់ហ្វឹងយិនទៅឲ្យពួកគេចាំតែពេលក្រោយចុះថ្ងៃនេះខ្ញុំមានភារៈត្រូវប្រញាប់ទៅផ្ទះសាខឺរកអ្នកផ្សេងទៅកំដៅញ៉ាំចុះខ្ញុំមានការប្រញាប់ត្រូវទៅសិនហើយខ្ញុំ
ខ្ញុំត្រូវតែបញ្ចប់រឿងកំសត់នេះកាត់ផ្តាច់ពីចំណុចចាប់ផ្ដើមវាឲ្យបាន អេអាពីពីរបស់លូលូននេះហាក់ដូចជាតក់ហល់ពេកហើយកូនកំឡោះមុខមិនក៏ពួកយើងមិនស្គាល់ផងមិនអញ្ចឹងហៅគេមកជួបជជែកគ្នាលេងតឡទីហើយណាក៏បានញ៉ាំបាយជាមួយគ្នាដែរ អាយ៉ារឿងនេះមិនអីទេថ្ងៃនេះឱកាសល្អស្រាប់ខ្ញុំទូរស័ព្ទទៅគេសិន ឆាប់សិនឆាប់សិន លូកុំមកដល់ហើយ អាយ៉ាលូលូកាន់តែធំកាន់តែស្រស់ស្អាតមួយរយៈនេះសុខសប្បាយទេធ្វើការនៅប៉ុស្តិ៍ទូរទស្សន៍ច្បាស់ជាហត់ហើយ មិនសាច់ហាត់ទេ លូលូលើកថាប៉ុស្តិ៍ទូរទស្សន៍កាត់បន្ថយប្រាក់ខែបុគ្គលិកអ៊ំលើគេនិយាយថាកន្លែងធ្វើការជាច្រើនកាត់បន្ថយប្រាក់ខែបុគ្គលិកកន្លែងធ្វើការក្មួយច្បាស់ជាជួបបញ្ហាចឹងដែរហើយ អត់មានទេខ្ញុំទៅតាមប្រាក់ខែបើប្រៀបនឹងប្រាក់ខែអត្រារបស់អង្គបានច្រើនជាងនឹងទៀតណោះ ហើយចាំលូមិននេះអ៊ំនឹងប៉ាឯងទៅតាមទីពីឯងហ៎រឿងរៀបការរបស់ឯងមកទៅដូចជាអាក្បាក់ខ្លាំងណាស់មុខប្តីឯងយ៉ាងម៉េចពួកយើងមិនស្គាល់មើលមកជិះមើលឯងចោលការមិនប្រោះរំបងរបស់គេមកលេងតែគេទិញសត្វតែរបស់មានតម្លៃច្រើនទេអូនទាំងសាននឹង100សិតតែថៃរាប់សិនមើលចុះប្តីឯងទិញស្អីខ្លះ ច្បាស់ជាទិញរបស់តម្លៃរាប់លានមកហើយ ពិតមែនហើយឡានមេក្រេសពណ៌សដែលចតនៅខាងក្រៅផ្ទះរបស់ឯងនោះគឺជារបស់ដែលមិត្តប្រុសទិញឲ្យកូនស្រីអ៊ំគេអាណិតនាងតែធ្វើការរាល់ថ្ងៃក៏ទិញឡានទំនើបមួយគ្រឿងឲ្យនាងជិះតែធ្វើការអូយនៅមានកាបូបម៉ាក់ល្បីៗពីផ្ទះទៀតផ្ទះខោអាយនឹងស្បែកជើងមុតថ្មីអូយច្រើនណាស់ដាក់ទុំអស់ទេ អញ្ចឹងខ្ញុំមានតែចូលរួមត្រេកអរអំស្រីសូមរបស់អស់នឹងប៉ះទៅបញ្ហាផ្លូវចិត្តទៅចា សាំងលូអញចំណាយដែរមិនបានល្អដូចបងមែនទេ អត់ទេក៏ពេលប្រពន្ធខ្ញុំរំហូបណាស់ល្អខាងក្រៅស៊ីមិនកើតខ្ញុំមិនហ៊ានប៉ះទេ ម្នាក់កូននៅហាងសាច់អាំងថ្ងៃមុនជាប្តីអញមែនទេក្បាលមិនសមនឹងខ្លួនមិនសមនឹងមុខមិនដឹងជាគិតអីទៅយកមនុស្សកោធ្វើប្តី នេះសម្បាំងអីហ៊ានទៀមតាមឲ្យផងយានប្រាប់ឲ្យដឹងណាតែរបស់សាំងលូគេគឺជា អេប៉ាប្តីរបស់ខ្ញុំជានៅលោកកាអៀបិទស្លាកឆ្អឹង ហ្វឹងគ្រប់ក្នុងរយៈពេលប្រហែលឆ្នាំក្រោយនេះក្រុមការដឹកនាំផ្ទាល់របស់លោកហ្វឹងជី នោះមើលនោះជាតែរបស់លូ ខ្លាយជា ត្រូវហើយគេជិះខ្ញុំមែន ប្តីខ្ញុំមិនច្រើនរាប់មិនអស់ថ្ងៃនេះប្រសង្ហានៅក្នុងទូរទស្សន៍ជាប្តីខ្ញុំមិនសាមញ្ញឈិនជើជាប្តីខ្ញុំមិនសាមញ្ញថ្ងៃ iPhone Man ជាប្តីខ្ញុំប្តីខ្ញុំដល់មករាល់ថ្ងៃអារម្មណ៍ខុសៗគ្នា លូស្រាប់តាមឯងនិយាយមិនសមឯងធ្វើវីមិនដឹងស្អីមែនហើយ អាយុអញមិនតិចទេចេះយកសពទាំងថ្ងៃទៅកើតប្អូនទី2មិនគួរបណ្ដៅកូនស្រីអត់ទៅចិញ្ចឹមទេស្ថានភាពគ្រួសារឯងដុតដាប់ណាស់ទៅហើយបែរជាយកកូនប្រសាកោទៀតមកពិបាកណាស់សុំការងាររោងចក្រមិត្តប្រុសស៊ីស៊ីធ្វើការទៅធ្វើសន្តិសុខបាត់ទ្វារឲ្យគេមួយខែក៏បាត់3-4ពាន់ដែរ មិនបានជាគេមកទីនេះ អ្នកណាគេនឹង អូ ហេគឺអាយានមែនទេអាយានមកអង្គុយលេងសិនមកអាយានមកដល់ហើយហ៎មកលេងល្អហើយចាំបាច់ទៅរបស់មកច្រើនដល់ម្លឹង អាជីនមកដល់ហើយហ៎អង្គុយមក មកអាយានអង្គុយចុះមក អូខ្ញុំយល់ហើយច្បាស់ពីពួកអញដឹងថាថ្ងៃនេះពួកយើងមកលេងទឹកអីវ៉ាន់មកច្រើនយ៉ាងនេះដើម្បីបង្អួតពួកយើងមែនទេនៅជួបមនុស្សឲ្យមកលើកដាក់ផ្ទះទៀតហើយអាពួកយើងសុទ្ធតែជាសាច់ញាតិតែគ្នាទេចាំបាច់ធ្វើពួកជាតិតែមានសម្បកក្រៅមកអួតធ្វើអី អេលូគេមែនទេដែលពួកយើងឃើញក្នុងទូរទស្សន៍មិញនេះមើលទៅមុខមាត់របស់គេដូចគ្នាបែកត ប៉ាភ្នែកស្វាក់មែនទេបង្រប់ធំលំដាប់ទៅទេបើសិនជាគេជាមនុស្សក៏មែននោះតែគ្រប់គ្រងអាជីវកម្មយ៉ាងម៉េច កូននិយាយត្រូវតាមពិនលូគ្រាន់តែនិយាយដើម្បីបោកប្រាស់ពួកយើងសោះអាយុច្រើនហើយនៅនិយាយស្រីមិនដឹងអីទៀតអូនប្រុសបដៅកូនស្រីផង តាមពិតគេត្រឹមតែជាអ្នកលក់កៅអៀកបិទស្លាកឆ្អឹងម្នាក់ប្រុសល្អដែលយើងណែនាំឲ្យសុទ្ធតែល្អជាងមនុស្សកូននេះទាំងអស់ ត្រូវហើយរឿងល្អៗសុទ្ធតែលើគ្រួសារអង្គទាំងអស់គ្រួសារមីងដឹងតែល្អឥតខ្ចោះជាងគេអញ្ចឹងហើយបងចង់មើលខ្ញុំតែសារចាំញ៉ាំការជាមួយប្រុសមកដូចជាគេងគក់នោះណាខ្ញុំនឹងចង់ដៃអត់ច្រើនប៉ះទៅផ្លូវចិត្តមានបញ្ហារបស់បង សាំងលូមិនក៏ប្រាសម្ដីបែបនេះ ខ្ញុំគ្រាន់តែនិយាយពាក្យក្នុងចិត្តដោយនៅទាំងបីឧស្សាហ៍ធ្វើដាក់គ្រួសារ យើង ខ្ញុំ ខំធ្វើល្អតាឯងតែឯងគិតខ្លីទៅយកប្តីគោយើងថាគូឯងនេះវាអន់បំផុតហើយ បានហើយនៅមកកុំភាសាខ្ញុំបងបាយជាប្រាសម្ដីអ្នកងាយគេបែបនេះ យើងតែដាក់ប៉ុណ្ណា សារឯងប្រកាន់ច្រើនម្ល៉េះ បើគ្រូសាស្ត្ររបស់មិនពេញចិត្តនឹងទីនេះទេនិយាយទៅវិញចុះ ទៅវិញ យើងគ្រាន់តែនិយាយការពិត ទៅវិញ រកទៅឯងនេះបាក់ការគូសប្រឆាំងយើងអត់ទៅទេ លេងចាំបាច់លេងបានហើយ បានដែរបាច់រត់យើងទេ ទៅចុះសុខសប្បាយផ្លូវកាយ អាយ៉ាអាយានណាសុំទោសដាក់ឲ្យឃើញរឿងបែបនេះ មិនអីទេ ប៉ាវីឆាប់ទៅធ្វើម្ហូបឆ្ងាញ់ៗពីមុខ ល្អចាំបន្តិច លូលូមើលថែប្តីឲ្យល្អណា ចាំម៉ាខ្ញុំគ្មានចេតនាប្រាប់ពួកគេថាលោកជាអ្នកលក់កៅអៀកទេលោកក៏បានឃើញដែរគ្រួសារខាងបងជាដូចមើលរបស់ខ្ញុំសុទ្ធតែជាមនុស្សអាត្មានិយមបើឲ្យពួកគេដឹងថាលោកជានាយកហ្វឹងគ្រប់នោះពួកគេនឹងតាមរំខានលោកខ្ញុំគ្រាន់តែមិនចង់ឲ្យលោកមកពាក់ព័ន្ធ តាមពិតកន្លងមកនាងបារម្ភពីរឿងនេះសោះ ខ្ញុំទៅផ្ទះបាយជួយធ្វើម្ហូបប៉ាសិន មិនអង្គុយកំដរប្តីឯងទៅមកទីនេះធ្វើអី ពួកយើងប្រឹងប្រែងគ្នារឿងមួយទៅពេលថ្ងៃនេះទៅហាមប្រាប់សាច់ញាតិណាទាំងអស់
ថាខ្ញុំរៀបការនឹងគេ ប៉ាពិតជាមិនយកចិត្តឯងសោះរឿងចឹងមិនក៏ចង់លាក់បាំងកូនជាកៅភ្នែកប៉ាចាស់ផ្សំគុំពួកឯងតាំងពីតូចជាកិច្ចសន្យាដែលតាកូនរៀបចំដោយផ្ទាល់មិនមែនពួកយើងចង់តង់នឹងមានស្អីទេខ្លាចឯងនឹងប្រាប់គេហេតុអីមិនឲ្យប៉ានិយាយ ត្រូវហើយតាមពិតនេះក៏ជារឿងល្អក៏ប៉ុន្តែយកមិននិយាយចាំមកបញ្ជាក់សាប់កូនថាគាត់ហាមដាច់ខាតមិនឲ្យនិយាយប្រាប់អ្នកណាទេគាត់ថាបើស្រាក្នុងគ្រួសារយើងជួបគ្រោះភ័យតែបើធ្ងន់ធ្ងរ ណែឈប់និយាយព្រលឹងលោកយាយស័ក្តិសិទ្ធិខ្លាំងណាស់អ្វីដែលគាត់និយាយសុទ្ធតែត្រូវបានប៉ាឈប់និយាយហើយ ប៉ាជួយជៀនត្រូវតាមទៀតមកខ្ញុំខ្ចប់ទៅផ្ទះ បានតើ មិនដែរស្នាដៃធ្វើម្ហូបលោកប៉ាឆ្ងាញ់ណាស់មែនទេត្រូវជៀនស្នាដៃរបស់លោកប៉ាខ្ញុំចិត្តបំផុត តទៅពួកយើងគូតែឧស្សាហ៍ញ៉ាំបាយជុំគ្នា អាយ៉ាកូនស្រីម៉ាក់ស្លៀកឈុតអីក៏ស្អាតដែរ សាំងលូម៉ាក់ស្រីម្នាក់ចូលឡាននោះជាសាំងលូមែនទេនោះជាឡានផលិតមានកំណត់មិនគ្នាឡើងជីបាន មិនយ៉ាងអាចទៅវាស្នានាងបានត្រឹមតែជីមួយតួអគ្គិសនីប៉ុណ្ណោះឯងមើលច្រឡំហើយ មិនអាចច្រឡំទេប្រហែលនាងធុញនឹងប្តីអត់បានការនោះហើយទឹកលួចតាក់ទងប្រុសអ្នកមានសម្បកក្រៅធ្វើដូចត្រឹមត្រូវណាស់អញ្ចឹង បើទេសាព្យាបាលជំងឺកដោយសារបញ្ហាផ្លូវចិត្តជំងឺកដែលបណ្ដាលពីការប៉ះទង្គិចផ្លូវចិត្តអ្នកជំងឺដែលមិនព្រមនិយាយស្ដីត្រូវការការណែនាំយ៉ាងត្រជាក់ពីសមាជិកគ្រួសារដើម្បីជួយរំសាយគំនុំក្នុងចិត្តរបស់គេរហូតអ្នកជំងឺលែងភ័យខ្លាចហើយព្រមនិយាយចាក់ដល់ពេលទៀតដឹងការប្រាស្រ័យលំដុំជំនាញខ្ញុំហើយលោកតំណែអត់ជជែកគ្នាលេងតិចទៅខ្ញុំខាញ់គ្រូប៉ាជ័យមកពីអ្នកជំងឺលោករកខែអញ្ចឹងលើក្រោយពេលគាត់មកខ្ញុំនៅកំដរលោកតែល្អទេខ្ញុំទៅបានព័ត៌មានពីពេលល្បីៗតាមអ៊ីនធឺណិតដើម្បីព្យាបាលជំងឺផ្លូវចិត្តនេះដែលខាងត្រូវមានការចូលរួមពីសមាជិកគ្រួសារខ្ញុំជាសមាជិកគ្រួសារលោកដូច្នេះទុកចិត្តលើខ្ញុំចុះខ្ញុំបដិញ្ញានឹងជួយអស់ពីសមត្ថភាព គ្រួសារ សន្យាវ៉ាម្រាមដៃរបស់គេពិតជាសាឡូនស្អាតមែន អាណាថ្នាំ កំពុងតែរកអីហ្នឹងខ្ញុំបានចង់ក្រងឯកសារស្ដីពីបទពិសោធន៍ជាសះស្បើយរបស់អ្នកជំងឺមុនថ្ងៃក្រោយពេលទៅនៅចាំមើលក៏បានមិនស្រួលវាអាចជួយបានច្រើនអញ្ចឹងលោកធ្វើការបន្តចុះខ្ញុំទៅវិញហើយ មិនដឹងថាហេតុអីគ្រាន់តែបានឃើញពីវត្តមាននាងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធូរស្រាលខ្លាំងណាស់អរគុណ ប្រចិត្តចិត្តដូចជាតកចេះឆាត់មកខ្ញុំមុនឃើញទេលូលូសក្តិព្យាយាមរបស់ឯងចេញផ្លែផ្កាហើយកូនសំធ្វើអីយើងជាគ្រួសារតែមួយខ្ញុំចាប់អារម្មណ៍ឃើញប្រទាលនៅក្នុងបន្ទប់ធ្វើការរបស់លោកដល់លោកឡើងឡើងបាយតាមខ្ចីមើលទៅលោកប្រកាសថាតាមមានណាថ្ងៃនេះខ្ញុំនិយាយអត់ប្រយោជន៍ច្រើនលើកំណត់ហើយឥឡូវអក្សរនឹងមកកេងវេលោកខ្លាំងណាស់រីត្រីសួស្ដីក្បែរនេះមហារដ្ឋានឯកជនមកកន្លែងហ៊ានទៅយើងនឹងអស់តអង្គុយហើយ ល្អណាស់ពួកយើងថតនៅទីនេះសិនទៅមកខ្ញុំថតឲ្យអញមុនបងលូឆាប់មើលនោះមើលមួយប៉ោះនេះបងស្អាតខ្លាំងណាស់ តែខ្ញុំនិយាយប្រាប់ហើយតាដែលខាតត្រូវទុកឡានស្ពណ៌ពណ៌ខ្មៅឲ្យខ្ញុំខាងក្រោយខ្ញុំនឹងទិញយកមិនបានជាលក់ឲ្យអ្នកផ្សេងឆាប់ទៅរកម៉ូតូណា គេតាខ្ញុំ ទីបំផុតនេះបង្ហាញខ្លួនហើយទូឯងស្រីក្នុងរឿងសភៅបារាំងលោកចេញមកហើយជាមួយរបៀបឆ្មាំឆ្មៃនៅបង្កើនតែគ្រប់លក្ខណៈមកស្មាត់បន្តិចសឹងរត់បេះដូងកាត់ជាស្នេហាបន្តមកដល់វគ្គកំឡោះអ្នកមានឆ្មាំឆ្មៃលងស្រឡាញ់ដកចិត្តមិនរួច លោកធ្វើឲ្យខូចគេតាខ្ញុំហើយសោកភ្លាមមក ប៉ាម៉ាក់មិនប្រាំនាងទេហ៎ដើរប៉ះគេហើយត្រូវចេះសុំទោសគេផង ចាំមើលពួកយើងបញ្ញាប់ទៅ ណែចង់រត់ទៅណាខ្ញុំឃើញបងហើយ ប្រុសសង្ហាម្នាក់នោះដូចជាហៅបង អត់មានទេស្ដាប់ច្រឡំហើយ ណែបងមានលុយទេខ្ចីខ្លះសិនមកល្ងាចខ្ញុំសងវិញ គួរជួយឬមិនគួរបានជួយខ្លាចគេទៅបំផាញ់សាច់រឿងបានមិនជួយធម្មតាគេស្អប់ខ្ញុំស្រាប់ហើយអញ្ចឹងខ្ញុំមិនឆាប់ស្លាប់ជាងមុនទេខ្ញុំគ្មានលុយទេ គ្មានលុយទេរៀបការនឹងបងប្រុសហើយនៅថាគ្មានលុយទៀតស្រីមកគ្រួសារថ្នាក់ទាបកំសាកំណាញ់ទៀត លុយខ្ញុំដាក់ចូលកងសោអស់ហើយចំណែកលុយហ្វេងជេមិនអាចឲ្យគេទេចាទៅខ្ញុំឲ្យនាឡិកាមួយគ្រឿងទៅឯងរកមើលហាងចាំក្បែរនេះទៅក្រោយលោកបានលុយខ្លះ ចង់លេងសើចខ្ញុំមែនទេគ្រាន់តែនាឡិកាចាំមួយគ្រឿងយើងយកខ្ញុំទៅបញ្ចាំផង មិនចូលល្អហើយសំចិត្តខ្ញុំផងបែបនេះទុកថាខ្ញុំបានជួយគេហើយតែជាក់ស្ដែងមិនបានជួយទេ នេះលកានេះទុកនឹងខ្ញុំសិនទុកជារបស់បញ្ចាំចាំមានលុយសងខ្ញុំហើយចាំមិនលួចយកវិញចុះ មិនចម្លែកទេដល់ខ្លាចជាទូឯងស្រីនៅក្នុងសភៅឆ្លាតនឹងចេះដោះស្រាយតាមស្ថានភាពបានលឿន អេពីឆាត ពួកគេងាយធ្វើមិននឹងគ្នាយ៉ាងនេះហ៎តួរឿងលម្អិតក្នុងរឿងមានការប្រែប្រួលការដំណើររឿងដើរតាមកន្លងចាស់ដដែលមនុស្សចេតនាពួកគេកាលឡើងតាមនេះបានន័យថាមិននេះបើខ្ញុំមិនឈានជើង មុននេះពិតជាចង់ដើរចេញមិនជួយខ្ញុំពិតមែនទេ ឯងអាយុ22ឆ្នាំហើយ បានន័យថាម៉េច បានន័យថាត្រូវចេះដោះស្រាយបញ្ហាដោយខ្លួនឯង ខ្ញុំដឹងតាំងពីដំបូងថាបងអាចទុកចិត្តបានកាលនោះរៀបការរបស់បងប្រុសខ្ញុំដោយសារមើលឃើញទ្រព្យសម្បត្តិខ្ញុំចាំបានបណ្ដាការនោះច្រើនណាស់បងយកតែសាច់ញាតិអស់ហើយហ៎មុននេះខ្ញុំគ្រាន់តែខ្ចីលុយតែសោះធ្វើដូចជាលុយច្រើនណាស់អញ្ចឹងឬមួយគ្រួសារបងជិះឆ្លើយពីទូជាង អើអត់យើងត្រង់ឯងយូរហើយ ស្រែកដាក់ណា ឯងថ្ងៃនេះខ្ញុំចេញមកជួយឯងបានជាមិនដឹងគុណខ្ញុំហើយនៅពេលខ្ញុំដល់ជាបងថ្លៃថែមទៀតថ្ងៃក្រោយបើហ៊ានបើអញ្ចឹងទៀតខ្ញុំនឹងប្រាប់បងប្រតិការឯង ឲ្យតែហ៊ាន រឿងអីយើងមិនហ៊ានហ៎ អេកុំអីប៉ុណ្ណឹងចុះវាសោះហើយណាបង
សាំងលូប៉ាត់ជាឯងមែនសាំងលូមិនសឹកសងឯងលោកវិឆាខ្ញុំចាំអញ្ចឹងច្រឡំដៃមែនទេខ្ញុំខំតែឯងតែឯងមិនលើខ្ញុំមានរឿងច្រើនណាស់ចង់ប្រាប់ឯង មិនក៏ឯងមកទីនេះ សាំងលូកម្មវិធីក្រុមហ៊ុនឯងក៏អញ្ចឹងលោកផឹងមកដែរមិនដឹងទេអី ខ្ញុំមិនដឹងទេប្រហែលជារវល់ពេក រកក្រោមដំបូលតែមួយជាមួយគ្នាតែនាងអាចជាមិនដឹងថាលោកផឹងមកកម្មវិធីថ្ងៃនេះមើលទៅតំណែងកណ្ដោពួកគេទៅចាក់លហឹមដូចដើមឥឡូវនេះខ្ញុំធ្វើឲ្យបានល្អឲ្យគាត់ចាប់អារម្មណ៍ខ្ញុំបាត់ហើយសាំងលូអ្នកទាំងពីរស្គាល់គ្នាអីទឹកអប់អ្នកនាងកងមិញនេះបាត់ឈុនខាងណា អត់ទេមិនដែលស្គាល់គ្នាទេ គេជាណាហ៎ជានាយកហ្វឹងគ្រប់នោះមែនទេពិតជានាយកហ្វឹងមែន មិនហើយមិន មិនដឹងស្មានថាគាត់មកចូលរួមដោយ មិន ផ្ទាល់ ស្មានថាអ្នករៀបចំកម្មវិធីអាចអញ្ជើញគាត់មកបានសោះកម្មវិធីឆ្នាំនេះអធិកធមមែនមានតែនាយកហ្វឹងចូលរួមទី គាត់នៅខាងក្រៅសង្ហាជាក្នុងទស្សនាបណ្ដៃទៅទៀត ត្រូវហើយសាំងលូនៅក្រុមនេះមានបញ្ហាធំ អត់តា លោកហ្វាន់សូមអញ្ជើញ ត្រូវអង្គុយចាំដល់ពេលណាទៀតទៅមិនក៏កម្មវិធីមិនទាន់ចាប់ផ្ដើមទេ មែនហើយ មើលទៅកន្លងមកខ្ញុំមិនទាន់យល់ច្បាស់ទេ គ្មានវិធីអីទេអី ឯកសារដែលមានបញ្ហាមិនមែនជាបញ្ហាបច្ចេកទេសទេ មិនហើយសូម្បីតែ USB ក៏បានបញ្ចេញដែរឲ្យតែចុចនឹងទៅលូតខូច ចាំមើលខ្ញុំសាក់សិន មិនកាត់ទេដឹង មិនទាន់សាក់ផងមិនថាមិនកើត ធម្មតាទៅមុខលោកប្រធានស្មាចេះណាមិនដែលបង្ហាញអារម្មណ៍ឲ្យគេដឹងឡើយចុះហេតុអីពេលនេះស្រាប់តែបង្ហាញពីភាពភ្ញាក់ផ្អើលលីឡំនឹងទៅមុខបារម្ភខ្លាំងទៀតកាលពី3ខែមុនកែភ្នែកគាត់មើលទៅអ្នកស្រីដូចជាចម្លែកមុខមិនក៏ពេលនេះប្រែប្រួលខ្លាំងម្ល៉េះសង្ស័យតែមានរឿងអីនៅពីក្រោយនេះហើយ មិនក៏មិនទាន់ចាប់ផ្ដើមអញ្ចឹង មែនហើយមានបញ្ហា មានបញ្ហា ខ្ញុំថាតែមានបញ្ហាហើយ តើមានបញ្ហាអីប្រកបទៅ បានមិនឆាប់ដោះស្រាយទេមានតែរំលងក្រុមនាងឲ្យក្រុមផ្សេងហើយលោកហ្វាំងខ្ញុំគាត់សេចក្ដីផ្នែកផ្សព្វផ្សាយវិទ្យុកម្មវិធីនៅថ្ងៃនេះសុទ្ធសឹងតែការរៀបចំដោយខ្ញុំលោកហ្វាំងស្រេចទឹកទេអេ ស្អែកព្រឹកតរីការនៅសាខាណាហ្នឹងទៅកុំអាគេសាខាធំនេះទៀត ខ្ញុំត្រូវគេដាច់ឲ្យទៅធ្វើការនៅណានហ្វាំងថ្ងៃក្រោយហ្វាំងមិនបាច់ជួបលោកហ្វាំង នោះសាំងលូនៅក្រុមទីមែនទេនាងឡើងឡានឯណា ប្រកាសជាឡានតកែធំអ្នកវិនិយោគណាម្នាក់ហើយនៅកន្លែងធ្វើការធ្វើរឹកត្រឹមត្រូវ slot board គួរឲ្យស្រឡាញ់ តាមពិតល្អតែសបកក្រៅខាងក្នុងជាស្រីតកែ តោះយើង អង្គុយចាំខ្ញុំទៅផ្ទះជុំគ្នាតែមែនទេ មិនទាន់ចាប់ការងារទើបមិនទាន់ទៅ ចាដល់ណាថ្ងៃនេះខ្ញុំអត់ជិះម៉ូតូអគ្គិសនីមកចាដល់នេះសំណាងណាស់ លោកមានតកែម្នាក់មានខ្សែភ្នែកល្អណាស់គេជ្រើសរើសយកកម្រងពួកយើងហើយគេហ៊ានឧបត្ថម្ភផ្ដាច់មកឲ្យពួកយើង80លានចាំដឹងថាអ្នកណាគេទេ 80លានណាចាំជិះរកថាការចិត្តល្អចិត្តធម៌មែនចង់តែលើជង្គង់អរគុណគាត់ទេ គេនោះគឺហ្វាំងយាន ហាមលើកជង្គង់នៅក្នុងឡានវាសកម្មភាពអសុវត្ថិភាព សើខឺស្អែកចាំប្រទេសគ្នារបស់បាយបាយលោកនាយកហ្វឹងទស្សនៈលោកវិឆាខែជាគេសំជាអ្នកជំនួយមានសមត្ថភាពការកាត់បែងឆ្ងាយមើលធ្លុះខាងគ្រប់រឿងនៅក្នុងពិភពជំនួយទាំងមូលលោកជាលោកតារាចាញ់ចាំលេចធ្លុះជាងគេគ្រាន់តែបកដល់ចាត់ចែងការងារបន្តិចក៏អាចការប្រើប្រព័ន្ធរៀបចំវិស័យមួយពួកការរៀបចំកម្រងនឹងចេះបញ្ជាតែការធំការងាររបស់អ្នកដទៃខំមួយជីវិតតែមិនអាចសម្រេចបានចំណែកលោកគ្រាន់តែចង្អុលតែគាត់ធ្វើបានទៅហើយសមត្ថភាពមើលធ្លុះទីផ្សាររបស់លោកពួកការដូចជាគ្រូទាយគ្រប់ជំហានវិនិយោគប្រៀបដូចជាការចង្អុលប្រាប់ផ្លូវពីព្រំលេខានសំអមតិចមកដើម្បីឲ្យលាភសំណាងតាំងទៀមខ្ញុំខ្លះ អេម្សិលមិញអញឃើញមុខមាត់លូនយុហ្វឹងដែរទេមើលពីចំហៀងក៏សង្ហាដកចិត្តមិនរួចចាំមកវិញឡើងស្រួល លេខថាគាត់មានប្រពន្ធហើយ អញ្ចឹងប្រពន្ធគាត់ច្បាស់ជាបានដេកមើលមុខប្តីសង្ហារាល់ថ្ងៃហើយ ស្ដាយណាស់គាត់ជាមនុស្សក កូននឹងហើយដែលធ្វើឲ្យគាត់កាន់តែមានមុនស្នេហ៍ សាំងលូឯងមិនអីទេ ខ្ញុំមិនអីទេចាំខ្ញុំបន្តទៀតចុះហើយខុសមកខ្ញុំអើយកំពុងក៏រឿងអាភិបអីប្រាស់ស្អីហ្នឹង ថ្ងៃសៅរ៍អាទិត្យក្រោយគ្រូពេទ្យជីមកពីនេះ ខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃមួយផងយើងអាចនិយាយបាន អ្នកបងខ្ញុំនៅកម្មអគារក្រុមហ៊ុនបងចង់មកនិយាយខ្ញុំតែអ្នកបង នេះកុំឲ្យលើពេក ធ្វើដូចខ្ញុំមិនអត់ក្រក់ណាស់អញ្ចឹងសងនេះការការអ្នកបងវិញ បាទឥឡូវនេះជាបងមកកាត់ខ្ញុំវិញណាខ្ញុំវាបាក់ចាក់មិនខាននៅក្នុងសាររឿងចាស់ហ្វឹងអីបាក់ម៉ូតូទាំងកណ្ដាលជប់មានភ្លៀងជប់គ្រោះថ្នាក់បាក់ដីសង្កត់ត្រូវដុំថ្មធំធំធ្លាក់សង្កត់បាក់chânទាំងសងខាងហើយភាពរស់រាយស្រស់ស្រាយដូចជាពេលនេះក៏ឡើងកាត់មានបន្តទៀត ទៅហើយជួយជួយឲ្យខ្ញុំយករបស់នេះឲ្យអ្នកបងរបស់ខ្ញុំឲ្យរួចហើយអញ្ចឹងខ្ញុំទៅវិញហើយ ហ្វឹងអីពេលបាក់បងម៉ូតូត្រូវប្រយ័ត្នប្រយែងណាបើថ្ងៃណាភ្លៀងហាមជិះម៉ូតូបងប្រុសអញតែងតែនិយាយប្រាប់ខ្ញុំរហូតថាគាត់បារម្ភពីសុវត្ថិភាពអញពេលជិះម៉ូតូ គាត់នឹងរឹតខ្ញុំដាច់លើរាល់ខែដោយសារតែទិញឡានបងជាអ្នកប្រាប់គាត់តាមមែនទេ
មិនបាននិយាយច្រើនទេឆាប់ទៅចុះចាំមករំខានមកខ្ញុំធ្វើការទៀតបាយបាយ ដាំអរគុណគាត់ផងអរគុណអ្នកបងដូចគ្នា ជ្រើសជាទេវតាប្រទានឱកាសល្អនេះដល់ខ្ញុំហើយខ្ញុំនឹងនិពន្ធចូលវាសនាខ្លួនបានល្អដល់ពេលត្រូវប្រាកែផ្នែកសម្គាល់ពួកគេជាថ្មីហើយ ឡានទំនើបដែលសាំងលូឡាំងជីមានម្ចាស់ជាតកូលហ្វឹងអញ្ចឹងបាច់ជាហ្វឹងអ៊ីមកណាត់ជួបគ្នានៅកន្លែងស្ងាត់បែបនេះនាងច្បាស់ជាស្រីលួចលាក់របស់ហ្វឹងអ៊ីសាំងលូយើងនឹងឲ្យឯងស្អុយឈ្មោះងើបបុកលេងរួច អាយ៉ាស៊ីស៊ីវសពតឲ្យគេអាណាមឹកនោះថ្នាក់លើនាងសាំងលូអាចមើលឃើញទេ ប្រកាសហើយប្រពន្ធចាំបានទំនិញបញ្ជាក់ថាទទួលសម្បត្តិហើយខ្ញុំទេថាត្រឹមពេលនេះថ្នាក់លើសាំងលូច្បាស់ជាហាញនេះទៅសួរមកស្ថាប័នរដ្ឋធំដុំយ៉ាងនេះខ្លាចបំផុតរឿងអាស្រូវបង្ខូចគេឈ្មោះម៉ាក់សាំងលូត្រូវគេដេញចេញពីការងារហើយខ្ញុំត្រូវទៅមើលច្បាស់នឹងភ្នែកថាសភាពនាងចាប់ប៉ុណ្ណា អេតាមមកសាំងលូកំពុងតែដើរលំហែកាយនៅអគារខាងក្រោមល្មមពួកយើងទៅប្រាប់ពួកគេទៅថាពេលនេះសាំងលូត្រូវគេបណ្តេញចេញពីការងារហើយតោះ ពេលនេះឯកសារការងារតម្រៀបគ្នាខ្ពស់ជាងក្បាលខ្ញុំទៅទៀត លោកហ្វឹងថ្ងៃនេះខ្ញុំទៅប៉ុស្តិ៍ទូរទស្សន៍បញ្ជាក់កិច្ចសន្យាវិនិយោគឲ្យបានលើរឿងរ៉ាវតាក់ទងនឹងអ្នកស្រីគេថាអ្នកស្រីប្រើប្រាស់វិធីមិនស្មោះត្រង់ដើម្បីបានកម្រងវិនិយោគ នាងដាច់ខាតមិនប្រកាសថានៅខាងក្រៅពួកយើងជាប្តីប្រពន្ធតើក្នុងចិត្តនាងកំពុងខ្លាចអីទៅ លោកហ្វឹងតាំងពីអ្នកស្រីជាជំនួយការអ្នកដឹកនាំពីចកាមេរ៉ាមិនល្អចេះតែការឡើងជាបន្តបន្ទាប់មិនអញ្ចឹងខ្ញុំអត់ខាងទូរទស្សន៍ប្រកាសពីអាពាហ៍ពិពាហ៍អ្នកជាល្អទេ ខ្ញុំនឹងទៅប៉ុស្តិ៍ទូរទស្សន៍ទទួលនាងរួចហើយយើងមកផ្ទះញ៉ាំបាយជួបគ្នាកាលណាគ្រប់គ្នាទាំងពីរតំណាក់តំណងខ្ញុំមកសាំងលូហើយរាល់ពាក្យចាំរ៉ាំនឹងរលីបាត់ទៅ សុកចិត្តដេកជាមួយថាកែដើម្បីបានកម្រង ហើយស្រីដែលពឹងលើមនុស្សប្រុសបែបនេះចុងក្រោយវាស្នាមិនល្អទេឃើញទេ ត្រូវហើយស្រីដែលប្រើសមត្ថភាពតាក់ប្រុសអញ្ចឹងចុងក្រោយក៏មិនរលាយតែខាតកុំយកមនុស្សតាម 无法作为颜色将扮演格外深刻寥寥几个人懂得眼看着就有一个人做选择可笑 អាទិត្យក្រោយជាថ្ងៃកំណត់របស់ខ្ញុំហើយបងបាយជាមិននៅ ហើយរឿងរ៉ាវកាត់ឡើងលឿនពេកតែខ្ញុំមិនភ្លេចឯងទេ ហើយយកនេះមែនទេគេត្រូវយកខ្លួនទៅដោះដូរយកកម្រងធំសាងលូមិនត្រូវគេដេញចេញទៅហើយ ប្រមាញ់លោកលេបឆ្នាំលិមួតតាមមែនទេហាងមាត់ឡើងគឺស្អុយផ្លែតដូចលោកឲ្យហ្វ្រីក៏គេមិនយកផងយ៉ាងម៉េចមិនសូវកាក់កបឲ្យឃើញគេល្អជាងខ្លួនតែក៏កាត់ចិត្តចំណានគេ កាលពីយប់មិញពេលចប់កម្មវិធីខ្ញុំឃើញនាងឡើងឡានទំនើបតកែម្នាក់ត្រូវគេដេញចេញសំមុខនេះហើយ ខ្លួនរៀបការមានប្តីហើយនៅតាក់ទងប្រុសអ្នកមានទៀតចរិតថោកទាបគួរឲ្យស្អប់ខ្ពើមសំជាអ្នកធ្វើការនៅប៉ុស្តិ៍ទូរទស្សន៍ទេបញ្ញាប្រើបង្វិចទៅជួយលោកកៅអ៊ីប្តីឯងទៅ អេនាង ហ៎ខ្ញុំដឹងហើយសម្បត្តិនៅគឺនាងផ្ញើមក សាំងលូអញគួរតែអរគុណបងស្រីជាដូនមួយម្នាក់នេះអ្នកបានជួយដាក់ខ្លួនឯងឲ្យឆាប់ភ្ញាក់រលឹកថាឯងត្រឹមជារបស់លេងបណ្ដោះអាសន្នប្រុសអ្នកនាងមិនអញ្ចឹងត្រូវគេដេញចេញពីការងារធំបែបហ្នឹងមិនក៏មិនឃើញគេចេញមុខមកជួយ ព្រោះថាគាត់ជាប្តីរបស់ខ្ញុំ នៅយល់សពទាំងកណ្ដាលថ្ងៃត្រង់ទៀតបែរជាហ៊ានយកប្រុសអត់បានការមកដំកើងជាអ្នកប្រុសធំតកូលហ្វឹងបើសិនគឺជាប្តីឯងមែនយើងហ៊ានហៅថាយើងសុកចិត្តលុតជង្គង់នៅមុខឯងត្រង់នេះ ហ៎ជានាយកហ្វាំងតើ លោកនិយាយថាម៉េចនាយកហ្វាំងឯង ចាំខ្ញុំណែនាំឲ្យស្គាល់ចុះម្នាក់នេះជាស្វាមីស្រាប់ច្បាប់របស់ខ្ញុំហ្វាំងយៀន ប្តីរបស់ឯងតែជាអ្នកលក់កាអៀតនោះអីហេតុអីក៏ជាហ្វាំងយៀន ហើយមែននេះលើអ្នកខ្លះនិយាយថានាងថាបើហ្វាំងយៀនជាស្វាមីខ្ញុំមែននាងហ៊ានខ្លាចថានាងនៅត្រង់នេះនឹងលឹកជង្គង់ចំពោះមុខខ្ញុំ ខ្ញុំគ្រាន់តែនិយាយលេងសើចក្នុងនាមជាបងប្អូនកុំប្រាប់ណាថាឯងប្រកាន់ខ្ញុំ មិនមែនខ្ញុំប្រកាន់ទេគ្រាន់តែចាំផ្ដាំថាកុំធ្វើរឿងថាពីព្រោះខ្ញុំជាមនុស្សកុំគួនណា មិនហ៊ានទេខ្ញុំមិនហ៊ានទេ សេខើថ្ងៃក្រោយញ៉ាំបាយជុំគ្នាបាយបាយ ហើយពួកគេទាំងពីរពិតជាគូដល់ស័ក្តិសមនឹងគ្នាមែនទេ អីចាមិនចាំជាស្គាល់ខ្លាំងម្ល៉េះមិនបានរំខានលោកទេមែនទេចាំល្អហើយអេហេតុអីមកទទួលខ្ញុំ សុំទៅផងមកពេលថ្ងៃនេះខ្ញុំរវល់ពេកតែគ្មានពេលមើលទូរស័ព្ទមិនបានមកទទួលខ្ញុំដល់ផ្ទះក៏បានដែរខ្ញុំហៅតាក់ស៊ីជិះទៅផ្ទះបាន ក្នុងនាមជាស្វាមីខ្ញុំត្រូវចេញមុខរក្សាកិត្តិយសឲ្យនាង តាមប៉ុណ្្នឹងរឿងទៅតែប៉ុណ្្នឹងខ្ញុំអាចដោះស្រាយខ្លួនឯងបានយ៉ាងណាក៏អរគុណដើម្បីសងគុណពេលនៅចំពោះមុខលោកតាខ្ញុំនឹងធ្វើបានល្អបំផុតដែលខ្ញុំមិនឲ្យលោកខកចិត្តឡើយ
ក្លិនស្អីហ្នឹងសំជាមហូបមនុស្សញ៉ាំដែរទេត្រឹមជាអ្នកបម្រើថោកទាបដែលយើងចូលមកគ្រួសារបងសុទ្ធតែមើងងាយឋានៈខ្ញុំសូម្បីអ្នកបម្រើក៏មើងងាយខ្ញុំដែរដោយសារពួកគេគិតថាខ្ញុំគ្មានទ្រព្យសម្បត្តិសាច់រឿងចាស់ពិតជាយ៉ាប់មែនបងខំខ្ញុំនឹងបង្ហាញថែមទាំងចិត្តអាក្រក់ទៀតហួសហេតុពេកហើយថ្ងៃនេះខ្ញុំត្រូវសាងកែឈ្មោះល្អមកវិញដើម្បីលោកតាគិតថាពួកយើងនៅចោះសម្រងគ្នាចូលដល់ក្នុងពួកយើងត្រូវតែស្និទ្ធស្នាលគ្នាអញ្ចឹងចង់ឲ្យខ្ញុំគេដៃឬពួកយើងដាក់កាន់ដៃគ្នាខ្ញុំគិតថាពួកយើងគួរតែដាក់គេដៃគ្នាវិញទេហើយជំរឿដាក់កាន់ដៃឬដាក់ដៃលើស្មាប៉ុណ្ណោះតែគេបានចាក់ចង្កេះខ្ញុំគេស្ដាប់គ្នាមែនលោកតាពួកខ្ញុំអត់ហើយ ធ្វើជាយកចិត្តលោកតាគិតថាលោកតាជាយ៉ាងងាយស្រួលបោកប្រាស់ណាស់ទៅអតីតកាលក៏ជាការជំរាបចាស់យ៉ាងណា បោះចៅលោកឆាប់មកអង្គុយជិតតាមកនេះជារូបថតតានឹងតាឯងកាលឲ្យពួកយើងចូលបម្រើកងទ័ព មិនអ្នកសង្ហាជាងគេនេះច្បាស់ជាលោកតាហើយ អាចៅលោកពិតជាកសែភ្នែកល្អមែនកាលនោះតាឯងក៏សង្ខាមិនអត់ប្រមាណដែរមិនថាអញ្ចឹងអង្គុយចុះមកប៉ៅឆ្នាំនេះអាយុ21ឆ្នាំហើយមានគម្រោងអនាគតហើយនៅឬចង់និពន្ធចម្រៀងបន្ត លោកតារាល់ថ្ងៃមិនហៅថាអ្នកនិពន្ធចម្រៀងទេជាក់ស្ដែងគេហៅថាបង្កើតសម្រាប់អបប្រយោជន៍ ហ៊ុយណែរមាទៅជឿណាមិនដឹងជឿអ្នកណាព្រោះមិញនេះ អាប៉ៅមើលតែឯងចង់ស៊ីម្ដាយរបស់យើងហើយ វ៉ាវនេះគេហៅថាអំណាចតាមខ្សែលោហិតពួកគេឃើញញញឹតវឹងយិនយ៉ាងហ្នឹងចង់មកកសាច់រឿងចាស់ចង់ក្រោយត្រូវក្បត់គ្នាទៅវិញឬវឹងយិនគ្មានសមត្ថភាពគ្រប់គ្រងពួកគេឬមួយក៏រឿងរ៉ាវនេះពេលខាងមុខវឹងយិនមិននៅទៀតទេឬមួយក៏រឿងរ៉ាវនេះពេលខាងមុខវឹងយិនមិននៅទៀតទេវឹងយិនតំណងជារវល់ការងារទើបគ្មានពេលនៅប្តៅបងប្អូន ការដឹងណាទេការរៀបបង្ហាញពីមនោសញ្ចេតនានិងរិះគន់តាថាសង្គម ចង់រីកគុណឬគុណចរិតឯងមុនទៅ ទៅបើទៅរៀនថ្មីឯងតាបានស្ដាប់ហើយនិយាយឲ្យត្រង់ទៅវាដូចជាអាម៉ាស៊ីងនិយាយចឹងដូចជាមិនត្រូវទេក្បិចឥឡូវគេហៅថាអាមិនចេះ Amazing អូត្រូវហើយAmazing ដូចជាកណ្ដោសម្រាប់ លោកតានេះ ជួយផងនេះជាកម្មវិធីtậpសម្ដេចមែនទេ 我是被时的抛弃的鬼，在坟头蹦迪也不累。我是村头捞哥的神婆，家边八卦不带卡壳。 ខ្ញុំជាសត្វកញ្ចក់ព្រៃលើនឹងទឹកដាទៀតខំប្រឹងសម្ដែងរកដាក់តែចាន់បាបាត់នេះពិតមែនខ្ញុំចិត្តចាត់តែរំសាប្រហែលតាមផ្លូវគឺបាត់នេះពិតលើខាងនេះខ្ញុំសុំតែបន្ទប់ទឹកមួយផ្លែត អ្នកបងគាត់កំពុងវាខ្ញុំហ៎ ខ្ញុំចំណាយពេលមួយល្ងាចពេញដើម្បីចូលចិត្តគេចង់ក្រោយនៅតែប្រាជិតដដែលកន្លងមកគេឆ្លងការរឿងលំបាកប៉ុណ្ណាទៅទើបអាចខ្លាចចំនួនដែលស្ងប់ស្ងាត់នឹងចាស់ទុំដល់ថ្នាក់នេះអាឡូម៉ាក់ លូលូថ្មីនេះយ៉ាងម៉េចដែរផងជីមានធ្វើបាបចាក់កូនអត់ អត់មែនទេគាត់ល្អនឹងខ្ញុំណាស់ម៉ាក់ពួកយើងទៅមកបញ្ញាប់បាយនៅផ្ទះលោកតា ចឹងល្អណាស់ ល្អណាស់ខ្ញុំនឹងមនុស្សឈាមត្រជាក់នេះស្និទ្ធស្នាលនឹងគ្នាមួយកម្រិតទៀតហើយខាងពលទទួលចាត់ឲ្យខ្ញុំទៅខាត់បន្ទាន់ខ្ញុំត្រូវតែឥឡូវនេះទៅចិត្តចោះខ្ញុំឆាប់មកវិញទេខ្ញុំសន្យាឲ្យកុំដល់ពេលលោកជាបាលបាយបាយ ភ្លាមស្ដាប់តែមានអារម្មណ៍ថារងចាំដល់ថ្ងៃដែលអាចឆ្លើយឆ្លងជាមួយនឹងបាន ឡានឆេះហើយពួកយើងត្រូវជាប់នៅខាងក្នុងនេះហើយជួយផង ជួយផងជាបាក់ការរំលឹកការកាន់តែខើចិត្តបងខំអ្នកជំងឺឲ្យប្រឈមមុខនឹងការចងចាំដល់ខែរបស់ខ្លួនមិនខុសពីការឲ្យមុខរបស់ចាស់ដើម្បីកាត់សាច់ស្អុយចេញនោះទេហ្វឹងជីនបានធូរខ្លះដែរទេ អ្នកស្រីហ្វឹងលទ្ធផលព្យាបាលលើកនេះល្អណាស់គាត់ចាប់ផ្ដើមចង់ហៅបងនិយាយហើយ ជាការពិតទេ ជាការពិតដល់ស្រាយបញ្ហាផ្លូវចិត្តលើកនេះហើយពី3ថ្ងៃខាងមុខគាត់អាចនឹងមានអាការៈពិបាកគេត្រូវការគ្រួសារមើលថែ ល្អខ្ញុំដឹងហើយ អូត្រូវហើយសម្រាប់អ្នកកោផ្លូវចិត្តបើស្រាប់តែមានអាការៈមួម៉ៅឬក៏អារម្មណ៍ញាប់ញ័រនោះបង្ហាញថាចិត្តនិយាយបានពេញហើយតើតើអ្នកស្រីជឿគេមើលគាត់ផង អរគុណលោកគ្រូប៉ាជី បាទ ធម្មតាគេមើលទៅតិចដូចទឹកកកតែគួរធ្វើបាត់ណាទើបអាចអារម្មណ៍គាត់ញាប់ញ័រគួរបបួលគេទៅមើលរឿងខ្មោចទេឬមួយនាំគេទៅលេងផ្ទះខ្មោចលងតែខ្ញុំខ្លាចខ្មោចណាស់នាំទៅជា roller coaster មិនដឹងថាទឹកមុខគាត់នឹងទៅជាយ៉ាងណាទេសិបថ្នាំចិនជួយសម្រួលអារម្មណ៍ញ៉ាំទៅវានឹងជួយធ្វើឲ្យគេលក់ស្កាប់ស្កល់
តែខ្ញុំនឹងកំដៅលោកចូលគេក្បាលប្រឡប់ជូនពរគេលោកថារហូតដល់នេះលោកគេសុខទេ រាល់ដងអាចទៅព្យាបាលរួចទោះជាញ៉ាំស៊ុបចិនសម្រួលអារម្មណ៍ក៏នៅតែយល់សប្អាក្រក់ពេញមួយយប់សង្ឃឹមថាយប់នេះខុសពីរាល់ដងទៅចុះ នេះគេអោបខ្ញុំហ៎ អ្នកស្រីយប់មិញគេមិនលក់មែនទេ ហើយមិនមែនតែយប់មិញនេះទេប្រហែលយប់ហើយខ្ញុំគេមិនស្កប់សោះមិនក៏អាការៈរបស់គេខុសប្លែកពីមុនខុសពីខ្សែរឿងដាំទាំងស្រុងគេមកអោបខ្ញុំស្អិតមកខ្ញុំដេកបាក់ភ្នែកទល់ភ្លឺ អញ្ចឹងល្ងាចចាំមានរងាស់ស៊ុបទុកឲ្យពេលយប់លោកប្រុសនិងអ្នកស្រីញ៉ាំជុំគ្នាបាន មិនបាច់ធ្វើតាមឲ្យហ្វឹងយិនទេធម្មតាឆ្នាំជាអាវុធមកពីរញ៉ាំច្រើនពេកក៏មិនល្អដែរ លោកប្រធានចង់ឲ្យពួកយើងទៅមកគ្រប់កម្មវិធីពេលនេះនិយាយគ្នាបានទេ អូខេខ្ញុំទំនេរអាឡូសេសេណានបាន មើលទៅជជែកគ្នារីករាយមិនធ្លាប់កើតមានរវាងពួកយើងតែពីរសោះ ថ្ងៃច័ន្ទចាំពីភាសា ថ្ងៃនេះហេតុអីបានជាគ្មានស៊ុបឲ្យខ្ញុំឬនាងនិយាយទូរស័ព្ទឡើងព្រឹកទៅហើយ ថ្ងៃនេះមិនចូលគេងដូចជាអត់បានធ្វើស៊ុបឲ្យគេទេមិនក៏គេនៅតែមកអោបខ្ញុំទៀតជួយផងតែអ្នកអាចត្រង់នឹងអាការៈនេះបានទេ លោកនាយក MK គ្រប់របបបារាំងបានផ្ញើលិខិតមកដើម្បីជិះលោកចូលរួមពិធីជប់លៀងអាហារបារាំងខ្ញុំនឹងទៅបដិសេធដោយរាល់ដង មើលទៅនាងចូលចិត្តញ៉ាំអាហារបារាំងណា ខ្ញុំមើលអត់ច្រឡំទេមែនទេលោកនាយកយល់ព្រមទេ ស្អែកល្ងាចទំនេរដែរទេកំដរខ្ញុំទៅពិធីជប់លៀងអាហារបារាំង បានខ្ញុំទៅកម្មវិធីធំដុំទេត្រូវការស្លៀកចិត្តសមាសាឬក៏អត់ ស្លៀកធម្មតាទៅឲ្យតែស្រួលខ្លួន មកហូបបារាំងយ៉ាងម៉េចមិនឲ្យលោកនាយកហ្វឹងអាប់មុខមាត់ទេមិនក៏វាក្បាលបដិសេធអញ្ចឹងខ្ញុំសម្រាប់ជាឯកច្ឆន្ទហើយថាក្នុងចិត្តរបស់លោកសរសើរថាខ្ញុំស្អាត អូលោកហ្វឹងលោកចេញមកដោយផ្ទាល់ជាមហាកិត្តិយសណា មានអារម្មណ៍ថាគ្រប់គ្នាដែលមើលមកសឹងតែធ្វើខ្ញុំធូរធ្លាយហើយដូចជាសត្វកវិញដែលត្រូវគេរមមើលនៅសួនសត្វចំណែកលោកជាខ្លាខ្មុំមានអំណាចឈរថ្មឹងធ្វើមកងាប់ដោយទឹកកក ស្រស់ស្អាតណាស់ច្បាស់ជាភរិយារបស់លោកហើយសួស្ដី សួស្ដីនេះមិនមែនពេលគេងលក់ទេទម្លាប់ហើយតែមិនទៅតឹងតិចណា ទទួលស្គាល់ថាស្រីដែលមកជាមួយនាយកហ្វឹងស្រស់ស្អាតតែគួរឲ្យស្ដាយ តែនិយាយដាំ មក ខ្ញុំ រៀបការនឹងមនុស្សគោ មិនបាច់ស្អែកទេមនុស្សក៏ដូចគេសំនឹងស្រីស្អាតអត់ចំណេះដឹង អ្នកនៅទីនេះគ្មានស្តង់ដារតតែសោះត្រឹមជាមនុស្សគោម្នាក់លើដំកាន់ដល់ម្លឹងកុំភ័យនាងមិនចេះស្ដាប់ទេគ្រាន់តែជាស្រីស្អាតគ្មានចំណេះដឹងត្រូវមកស៊ូទ្រាំបំរើមនុស្សចាស់មិនចេះនិយាយស្ដី សំឡេងស្វាមីខ្ញុំមានតែចិត្តខ្ញុំទេដែលស្ដាប់ឮលោកអាំងស្អីមកបីតម្លៃគាត់ម្យ៉ាងវិញទៀតណាខ្ញុំថានៅទាំងពេលសំតែនៅកន្លែងមកគុណនឹងហើយយ៉ាងម៉េចញ៉ាំអាហារបារាំងមិនតាន់ឆ្អែតទេតែបានជាមកឈប់មកបន្ទប់ទឹកដើម្បីចាំសៀកកាសំណក់ក្នុងបន្ទប់ទឹកថែមមែនទេបាទតំណែងមកនិយាយមិនអស់ពីអ្នកដទៃគួរតែត្រឡប់ទៅប៉ារីសវិញជួយដេញចាប់ចៅនៅទីនោះល្អជាងក៏ព្រោះថានៅទីក្រុងរបស់អ្នកទាំងពីរសម្បូរពួកចៅលួចចៅប្លន់នឹងច្រើនណា ពួកយើងជាភ្ញៀវកិត្តិយសរបស់លោកកានាងមានសិទ្ធិអីមកជេរប្រមាថពួកយើង គេស្ដាប់ឮអស់ហើយមែនទេ លោកហ្វឹងសុំទៅផង មិនបានទេគិតឡើងគាត់ខឹងណាខ្ញុំតែនៅឃើញពាក្យចេះថ្មីខ្ញុំត្រូវចេះខ្លួននឹងខ្ញុំនិយាយចេះ មកនេះ តែនិយាយបានហើយ មិនបាច់ខាតពេលនឹងមនុស្សប្រភេទនេះទេទុកខ្ញុំដោះស្រាយ ឈប់សិនហេតុអីពេលនេះមកសរសេរអក្សរទៅវិញមិនលឺនិយាយច្បាស់ណាមិនបានចេះសរសេរវិញហើយ ខ្ញុំគ្រាន់តែរើសយកមកនិយាយស្ដីមិនមែនមិនចេះនិយាយទេ រឿងនេះខ្ញុំដឹងការប៉ះទង្គិចផ្លូវចិត្តធ្វើលោកមិនចង់និយាយនឹងអ្នកណាតែខ្ញុំចង់ដឹងថាហេតុអីមុននេះស្រាប់តែហាមកនិយាយ ឃើញនាងហ៊ានចេញមុខជួយការពារខ្ញុំយ៉ាងក្លាហានការដែលហៅឈ្មោះនាងប្រៀបដូចជាការឆ្លើយតបដោយស្វ័យប្រវត្តិ ឬមួយក៏ការដែលលើគេនិយាយដើមមិនល្អពីក្រោយខ្នងធ្វើអារម្មណ៍គេខឹងសម្បាប៉ុន្តែសំឡេងរបស់លោកពីរូបគាត់ចង់ស្ដាប់សំសួនជាបរិះមានអំណាចសៀវភៅបលាមលោកពិតជាមិនកុហកមែនពេលថាឲ្យលងលំលើកទឹកចិត្តគេនិយាយបញ្ចុះបែបនេះចាំជាចំណេញខ្ញុំស្រាប់មិនខ្ញុំភ្ញាក់ផ្អើលបេះលោតស្មានតែតារាបញ្ចុះសំឡេងពីណាមកឈរនៅក្បែរខ្ញុំតែប្រាប់ឲ្យដឹងចុះក្នុងចំណោមមនុស្សខ្ញុំធ្លាប់ជួបសំឡេងលោកពីរូបជាងគេត្រូវឲ្យញញឹមឲ្យច្រើនសង្ហាណាគេសង្ហាដល់ហើយធ្វើខ្ញុំដកចិត្តមិនរួចទេខ្ញុំផឹកស្រាច្រើនពេកទៀតដឹងឬញ៉ាំអាហារពេលព្រឹកឆ្អែតពេកឬមកពីខួរក្បាលខ្ញុំរវើរវាយបាទខ្ញុំព្យាយាមនិយាយនឹងសួរនាំគេច្បាស់ជាជួយឲ្យគេកាន់តែឆាប់ហាប់មាត់និយាយកំពុងតែមើលកាសែតដែរថ្មីនេះមានព្រឹត្តិ
អត់ទេធម្មតា អឺអាឡូលោកប្រធានក៏សៀសឺណានចាប្រធានបានមើលឯកសារបាត់ឲ្យលោកហើយគាត់សរសេរថាលោកធ្វើបានល្អណាស់គាត់រយៈនេះលំបាកហើយបានអត់ទៅក្រោយជួបគ្នាណា លោកតាទេមក ប្រងនិយាយហើយមិនគេពិតជានិយាយមែនប៉ុន្តែការដែលគេហាក់មកនិយាយជាលើកទី2ខុសពីការគិតរបស់ខ្ញុំទាំងស្រុងតែអ្វីឲ្យប្រកាសទៅដែលធ្វើគាត់ប្រងនិយាយម្ដងទៀតរឿងមួយវិធីសាស្ត្រលងរបស់ខ្ញុំបានផលមែន អរុនសួស្ដីយប់មិញនេះខ្ញុំគេលក់ស្កប់ស្កល់ល្អណាស់មានកម្លាំងពេញបឹបឲ្យលើកកមកក្បាលរួចយប់មិញលោកគេមិនលក់មែនទេមានរឿងអីនៅក្នុងចិត្តអីរឿងមួយមកពីខ្ញុំសួរគេច្រើនពេកទេដឹងក៏បានថ្ងៃនេះព្យាយាមនិយាយតែបំផុតចិត្តរបស់វឹងយានពិតជាពិបាកស្មានពិតមែន នាងពិតជាមិនចាំរឿងការប្រយុទ្ធមិញសោះមែនទេ មួយរយៈនេះមានរឿងកំពុងល្បីក្នុងអ៊ីនធឺណិតតាក់ទាញស្រីរវិជាធ្លាប់ឮដែរទេ ធ្លាប់លើតែមានន័យថាពេលមនុស្សម្នាក់ចាប់ផ្ដើមមានចិត្តស្រឡាញ់ម្នាក់ទៀតរាងកាយគេប្រតិកម្មលឿនជាងខួរក្បាលបង្ហាញសញ្ញាប្រតិកម្មគ្រប់យ៉ាង ត្រូវហើយ ឧទាហរណ៍ញញឹមដាក់គេមិនចប់ដល់កម្រិតស៊ីចម្រៃជាងនេះពួកគេនឹងព្យាយាមនៅចិត្តម្នាក់ទៀតហើយចង់កេងអោគេពេញមួយយប់ ការដែលនាងខំប្រឹងមកនៅក្បែរខ្ញុំគឺបណ្ដាលមកពីការតាក់ទាញសេរីរវិជាធ្វើបែបណាឲ្យភរិយាកាន់ការតាក់ទាញសេរីរវិជាមកលើកខ្ញុំកាន់តែខ្លាំង អ្នកស្រីហ្វឹងមកដល់ហើយ បងទៅទទួលចាំខ្ចីទីតាំងលោកផាត់ឆាត់ខ្លះរំខានចូលចាត់ចែងអន្តរបានទេស ន្តាគារផ្កាយ5នេះគឺលោកនាយកហ្វឹងគាត់ដាក់ឈ្មោះអ្នកស្រីហើយអ្នកស្រីអាចប្រើទីតាំងនេះដោយសេរីបាន អឺ ណែ វ៉ាវសំពីស្ថានភាពលំហែកាយខ្លាចជាគេនៅពេលកាំងពិតមែនឮថាបើមិនបានកក់ទុកមុនទេមិនអាចចូលបានឡើយស៊ីសៀលពួកយើងសំណាងតែបានគួយនាំមកកន្លែងទំនើបយ៉ាងនេះពួកយើងសុទ្ធតែជាញាតិនឹងគ្នាត្រឹមរឿងប៉ុណ្ណឹងមិនជាធំដុំអីប្រហែលទេ សៀវសៀវជាក្មេងល្អនិងតែគុណបាទដល់ជាកូនស្រីមិនដឹងអីក៏សាស្ត្រទៀតបានប្តីតែមានជួយជុំចិនសាច់ញាតិអីបន្តិចសោះ និយាយរឿងសាំងលូនោះពីមុនឧស្សាហ៍ខ្ញុំទៅដាស់លេងណាដល់បានប្តីអ្នកមានហើយស្ងាត់បាត់ដល់ឈឹងមើលទៅគឺនឹងចង់រាប់ពួកយើងហើយហាចាំមើលទូរស័ព្ទទៅបដិប៉ាម៉ាក់នេះម្ដង អាចារ្យមើលចាស់12នាទីនេះទុំតលីដល់ហើយមកថតជុំគ្នាទៅចាំញ៉ាចូលក្នុងផ្ទះមក នោះជាកូនស្រីតកូនសាំងមែនទេ អាយ៉ាជានាងមែនលូឮថាប្តីរបស់ឯងជានាយកក្រុមហ៊ុនធំលំដាប់ប្រទេសអមិនក៏ឯងមកតែឯងឯណានាយកហ្វឹង បានប្តីអ្នកមានស្ដុកស្ដាំបែរជាមិនគិតគូរជ្រុំជ្រែងសាច់ញាតិបន្តិចសោះសម្រាប់ជប់នេះខ្ញុំបានកត់ទុកអាហារសមុទ្រទុករួចហើយអាយ៉ាមានតែស៊ីទេដែលចិត្តគិតគូរពីពួកយើង លូមិនមែនអមបន្ទោឯងទេនេះសាច់ញាតិខំមកលេងឯងមិនទទួលរយៈតែឯងបន្តិចសោះ អាយ៉ាពូទីទីកុំតែបង្ខំលូធ្វើអីជីវិតនេះនៅគ្រួសារហ្វឹងក៏មិនស្រួលប្រហែលដែរអាយ៉ូឈុតនាងស្លៀកចត់នឹងខ្លួនថ្លៃមិនស្មើស្បែកជើងមួយគូរបស់ខ្ញុំផងកំប្រាប់នោះថាគេមិនឲ្យលុយអញចាយឬមួយរាល់ថ្ងៃអញត្រឹមជាអ្នកបម្រើគេទេ ក៏បន្ទប់ប្រភេទណាដែរក្រែធំស្តង់ដារពួកអស់និយាយមិនខុសទេជ្រើសជាអមស្រីទី3និងអមប្រុសទី2មកដល់ទីនេះហើយខ្ញុំក៏ត្រៀបចាំឲ្យបានល្អបង្ហាញពីការដឹងគុណសន្តាគាររបស់យើងនៅសបន្ទប់ VIP ដែរទេ បាទនៅ5បន្ទប់ នេះមិនចាច់ដល់ពេកទេអី បានហើយដល់បន្ទប់ស្តង់ដាររបស់ពួកគាត់ទៅជាបន្ទប់ VIP ទៅ មិនបាច់យកមុខធ្វើជាមានលុយទេ ស្នាក់នៅ3យប់មែនទេ ត្រូវហើយគឺ3យប់អាយ៉ាក្មួយស្រីមួយជីវិតអមនេះមិនដែលស្គាល់រសជាតិស្ថានភាពបណ្ឌិតអីចឹងទេ បន្ទប់មុនហ្នឹងខ្ញុំប្រើខ្សែរយៈទៅអាចកក់បាន អាចារ្យមួយបន្ទប់ត្រូវថែមលុយដល់ទៅ3000សាំងលូចេញទាំងស្រុងឲ្យហើយមិនដឹងមិនកើតយកព្រមទៅ បានសម្រាប់ចឹងចុះជួយបញ្ចុះតម្លៃឲ្យពួកគេ 10% បងជាដល់មួយខ្ញុំបញ្ចុះតម្លៃឲ្យហើយលុយនៅសល់នឹងកាត់ពីការរបស់បង ថាម៉េចកាត់លុយពីការខ្ញុំហ៎ក្រែងអញចេញទាំងអស់ហ៎ និយាយក្តាំងថាប្រាសាទទៅកក់បានបន្ទប់ស្តង់ដារឥឡូវខ្ញុំចុះតម្លៃ VIP ឲ្យហើយយ៉ាងម៉េចទៀតមិនចាំបាក់បញ្ចុះ 10% ទៀតតម្លៃនេះមិនងាយទេមិនបាច់អរគុណទេខ្ញុំត្រូវតែធ្វើការលេសិនហើយចេះគ្នាបានទេ សរុបអស់ប្រហែលដែរ មួយបន្ទប់មួយយប់ 30000 សរុបទាំងអស់ 135,000 ថាម៉េច នេះគឺសាំងលូអ្នករៀបចំមិនមែនខ្ញុំទេបន្ទប់ VIP នឹងខ្ញុំនឹងយកឲ្យបន្ទប់ស្តង់ដារវិញ បន្ទប់ផងបន្ទប់នេះត្រូវគេកក់បានទៅហើយបើចង់កក់ម្ដងទៀតត្រូវធ្វើមុនមួយសប្តាហ៍ អញ្ចឹងមិនស្នាក់នៅបានទេខ្ញុំចង់ដកលុយវិញ អ្នកនាងប្រហែលជាមិនបានអានលក្ខខណ្ឌទេបន្ទប់កក់រួចហើយមិនអាចដាក់លុយវិញឡើយសុំទោសផង 185,000នេះលុយនេះស្មើនឹងប្រាក់ខែខ្ញុំមួយឆ្នាំ គឺមិនអញ្ចឹងលុយតែត្រូវចេញថែមពួកយើងចេញស្មើគ្នាទៅតើល្អដែរទេ ថាម៉េច
បើមិនក្អេងក្អាងហៅពួកយើងមកលេងពួកយើងក៏មិនមកតាមតែចិត្តដែរ មែនហើយបើគ្មានលុយប៉ាទេកុំចេះតែដើរអួតគេយ៉ាងណាក៏មកកាក់ក៏ខ្ញុំមិនចេញដែរ តែសភាពទីនេះស្អាតក្រំបែសម្លេងខ្លាំងអីហ្នឹងនោះជាហ្វឹងអីមែនទេស្អីរឿងនៅត្រង់វគ្គនេះតាមចាំងហ្វឹងអីទៅបណ្ណាមកទៅជាមួយមិត្តភ័ក្តិហើយចែកដនបានឃើញហ្វឹងប៉ាវស្និទ្ធស្នាលនឹងចៅសើរួចពួកគេក៏ឆ្លោះគ្នាវេតាប់រហូតធ្វើឲ្យតែហ្វឹងប៉ាវរបួសស្ដាប់មិនលឺរួចក៏សម្រេចចិត្តបោះបង់ចោលអាជីពនេះពន្ធជំរាបដល់ខ្លួនស្រឡាញ់ក្រោយមកពួកគេទាំងពីរក៏ខ្លាចជាសត្រូវនឹងគ្នាឆាត់បងប្អូនពួកគេបែកបាក់គ្នាហើយក៏កើតលឿនម្លេះចាស់ហ្វឹងប៉ាវនឹងចៅសើស្នាក់នៅបន្ទប់ណាមិនបានទេត្រូវតែរកវិធីរារាំងបាននិយាយត្រង់ក្រែងលោកគេសង្ស័យនឹកឃើញហើយឆាប់ឡើងត្រូវការជំនួយបន្ទាន់កំពុងរវល់ការងារខ្លាំងទេមកសន្តាគារសិលាមតិចបានទេខ្ញុំត្រូវស្នាក់នៅទីនេះមកជប់តែភ្លេចយកកៅអៅមកបាត់ទៅហើយបន្ទប់ហ្វឹងប៉ាវនឹងចៅសើគឺប្រហែលជានៅទីនេះ មកដល់ផ្ទះហើយចង់បានកៅអៅមួយណា ជឿរកកៅអៅសាច់ចាក់ពណ៌បៃតងឲ្យខ្ញុំមើលក៏ភ្លេមកដូចជាទុកនៅថតទូកៅអៅខាងឆ្វេងដៃនៅថតទី3នៅកសាញ់បង់កកាឡាការ៉ូមួយទៀតនិងខោជើងវិញប៉ាសាមួយទៀតយ៉ាងណាប្រមូលមកទាំងអស់មក តែទៀតទៅដល់ សង្ឃឹមតែខ្ញុំធ្វើបានតាន់ពេល អ្នកបង ស្លាប់ហើយពួកគេចេញមកបាត់ទៅហើយដល់ខាងមិនអាចឲ្យហ្វឹងអ៊ីឃើញពួកគេទេ គឺនាងពួកយើងឆ្លប់ជួបគ្នាពីមុន អ្នកទាំងពីរហេតុអីមិនសង្មត់ក្នុងបន្ទប់ចេញមកធ្វើអីឆាប់ចូលទៅវិញទៅ បងទៅតែទូរស័ព្ទប្រាប់ខ្ញុំថាកុំមកខ្ញុំដាក់លេងច្រើនបានទេថាម៉េច ចាប់ហើយជប់វាស្នាស្អីរឿងចាស់នៅតែជាមិនរួចបងស្រីពួកយើងមានរឿងត្រូវនិយាយគ្នាអញទៅចាំនៅខាងនោះទៅបើហ៊ានទៅលើកដៃវាគេជឿទេថាខ្ញុំនិយាយឯបែកក្បាល បងស្រីម្នាក់នេះពិតជាលយណាស់ ប្រៀបនៅនឹងហ្វឹងអ៊ីគ្រាន់តែជាក្មេងអំនួតដែលលេងអត់ប្រយោជន៍បងធំ មកធំខ្ញុំគ្មានចេតនាធ្វើអញ្ចឹងទេ ពួកឯងទាំងពីរឆាប់ចេញទៅ ឆាប់ទៅ បងស្រីខ្ញុំទៅសិនហើយបាយបាយ ទីបំផុតគ្មានអ្នកណាត្រូវរបួសទេសាច់រឿងដើមត្រូវខ្ញុំកែបានសម្រាប់ហើយ មានរបួសត្រង់ណា ក្រែងមែននិយាយបានហើយមែនទេមិនបានជាសរសេរវិញហើយនៅតែអាកំបាំងដដែលគិតយ៉ាងណាក៏នៅតែមិនយល់ មូលហេតុដែលហៅខ្ញុំមកដើម្បីខាត់ពួកគេកុំឲ្យវាយគ្នាមែនទេលើក្រោយត្រូវចាំពេលខ្ញុំមកដល់នាងទៅឈរមកខាងទៅពួកគេចង់វាយគ្នាឲ្យគេវាយទៅតែនាងមិនអាចមានរបួសទេ មកចិត្តចិត្តបារម្ភពីខ្ញុំហើយ ប្រុសសង្ហាម្នាក់នេះជានាយកហ្វឹងរូបនោះមែនទេគឺជាប្តីសាំងលូលោកហ្វឹងខ្ញុំអ៊ំស្រីទី2របស់លូលូ លោកហ្វឹងខ្ញុំជាអ៊ំទី2របស់នាងរីករាយដែលបានជួបឯងធ្វើស្អីហ្នឹង ចាប់បានអ្នកណាក៏ដូចតែគ្នារៀបចំអ្វីរួចហើយតែមែនទេ លោកហ្វឹងលូលូបានរៀបការជាមួយលោកជាមហាសំណាងដីជារបស់នាងហើយលូលូបងជាដូនមួយឯងរៀនចាប់ផ្នែកគ្រប់គ្រងសន្តាគារជាន់ខ្ពស់ម្យ៉ាងនេះជាសន្តាគារគ្រូសាហ្វឹងរកការងារឲ្យបងជាដូនមួយធ្វើផងទៅឲ្យធ្វើប្រធានគ្រប់គ្រងក៏បាន នៅមានទៀតប្អូនចរូនមួយឯងលើថាហ្វឹងគ្រប់ទៅតែបោះទុនវិនិយោគលើសាលារៀនអន្តរជាតិមួយ បាទកាលនោះខ្ញុំមិនត្រូវស្អីរឿងគ្រប់គ្រងបានរឿងអីខ្ញុំត្រូវច្រំច្រានពួកអស់នេះឲ្យហ្វឹងជាខាងសបាហួហេតុណា ទៅហ្វឹងអ្នកស្រី នៅចិត្តការឆិនលោកមើលទៅពួកគេជាសាច់ញាតិឆ្ងាយមិនសូវរកអានគ្នាចាំមកពួកគេកុំភ្លេច បានអ្នកស្រីខ្ញុំនឹងចាំទុក បានខាងក្រៅពួកគេប្រើឈ្មោះលោកនាយកហ្វឹងឬក៏ប្រើឈ្មោះរបស់ខ្ញុំដើម្បីចូលធ្វើការនៅសន្តាគារនេះមិនបាច់ឲ្យសម្ភារទេដកឈ្មោះចោលតែម្ដងទៅ មានបញ្ហាទេ លោកលូឯងកុំអាងមានទ្រព្យស្រុកស្ដំហើយភ្លេចកំណត់ឲ្យសោះពួកយើងជាចាស់ទុំទីនេះ ត្រូវហើយសន្តាគារមួយនេះគឺជារបស់គ្រូសាហ្វឹងតាអញអាងស្អីបញ្ជាគេអ្នកបញ្ជាបានគឺនាយកហ្វឹងឯនេះទេ ម្យ៉ាងនាយកហ្វឹងព្រមរៀបការនឹងឯងការជុំជ័យពួកយើងជាសាច់ញាតិជារឿងដែលគួរធ្វើពួកយើងអាចរាប់ថាជាសាច់ញាតិគ្រួសារហ្វឹងបានដែរ ត្រូវហើយ ធ្វើតាមអ្នកស្រីបញ្ជាទៅនាងទើបជាច្បាយពិត តាមពិតលោកនាយកនិយាយបាន នៅចិត្តការឆិនបំរើឲ្យពេលល្ងាចដល់បន្ទប់ទេ ប្រកាសជាបានខ្ញុំនឹងរៀបចំជូនអ្នកស្រីគ្មានបញ្ហា កុំភ្លេចបែរខ្ញុំ ក្រៅប្រាប់ថាគេចូលនោះអី ច្បាស់ជាគេយកអាហារមកឲ្យហើយទាំងនេះជារបស់ស្អីគេទេនៅចិត្តការឆិនបំរើឲ្យពេលល្ងាចដល់បន្ទប់ទេ ប្រកាសជាបានខ្ញុំនឹងរៀបចំជូនអ្នកស្រីគ្មានបញ្ហា តាមពិតខ្ញុំខិតមកខាងទៅឲ្យគេយកឲ្យដល់បន្ទប់ ទាំងនេះគឺជារបស់នាងរៀបចំមក មិនមែនទេតាមពិតទៅសម្រាប់កម្មវិធីដែលខ្ញុំរៀបចំដល់មកថាចង់ខ្ចីទីតាំងសន្តាគារថតតែខ្ញុំអត់បកត្រៀមប្រាក់ខ្ញុំគ្រាន់តែចង់ពិនិត្យមើលឲ្យបានច្បាស់សិន អញ្ចឹងកម្មវិធីទូរទស្សន៍ដែលខ្ញុំបោះទុនជាកម្មវិធីប្រភេទនេះសោះកាលនោះខ្ញុំពិនិត្យមិនច្បាស់
អ្នកស្រីសាងមិញនេះខ្ញុំភ្លេចអ្នកចាត់ការឈិនផ្ដាំថាជូនពរអ្នកទាំងពីរមានរីករាយដល់ផ្អែមល្ហែង ចាប់ហើយទោះជាលោកទៅលើលឿងក៏មិនអាចលុបភាពយកច្រឡំនេះដែរអើយ 措手不及，遇见你我开始变得太聪明，心跳加速时候呼吸也暂停，身体无法控制向你靠近，步步为营，我的心事变得透明，一意孤行，汲汲营营，寸步难行，慢慢累积，走不完整的旋律。我一贯的小心翼翼， មិនបានហាមកាត់ផ្ដេសផ្ដាស់ឲ្យសោះ 和你，好喜欢你，像春天的花朵盛开的夏夜里，像北风吹过雨后你不再嫌弃，如果我能给你短暂的开心。 ហើយហានិភ័យណាស់ហើយនៅតែទៀតច្បាស់ជាមិនអាចទ្រាំបានទេ បានលឺដែរទេថ្ងៃនេះមានរឿងរន្ធត់កាត់ឡើងហ្វឹងយីននាយកហ្វឹងគ្រូពួកយើងគាត់និយាយបានហើយណា ចាស់ថាគាត់កូននោះអីជាពាក្យចាំអារម្មណ៍ទេដឹង ឮថាមានអ្នកស្ដាប់ឮច្រើនណាស់រឿងរ៉ាវកាលពីម្សិលបានកាត់ឡើងនៅសន្តាគារស៊ឺឡានឥឡូវគេល្បីពេញនឹងថាមូលហេតុដែលគាត់និយាយបានគឺដោយសារឥទ្ធិពលភរិយារបស់គាត់ អាយ៉ាដូចឆ្នះហាប់ផ្អែមល្ហែមដូចក្នុងរឿងបន្លំលោកណាខ្ញុំចូលចិត្តអានរឿងប្រភេទនេះ មិននឹកស្មានថានាយកហ្វឹងអាននិយាយបានសោះបាទខ្ញុំមិនត្រូវគេដេញចាញ់ឲ្យមនុស្សខេត្តដាច់ស្រយាលគ្រប់យ៉ាងនឹងល្អអញ្ចឹងទេត្រូវហើយអាទិត្យក្រោយគេមកប្រជុំនៅសាខានេះល្មមអញ្ចឹងជាឱកាសខ្ញុំហើយ រឿងលំអិតមានតែប៉ុណ្្នឹងទេនៅសល់ចាំពិភាក្សាពេលក្រោយ ណែប្រយ័ត្នផងទៅ អរគុណ នេះគេស្វាមីនឹងមែនទេអើយមិនក៏គេសម្រាប់ខ្ញុំបែបនេះកែភ្នែកគួរឲ្យខ្លាចកុំប្រាណណាថាគេប្រច័ណ្ឌខ្ញុំលូខ្ញុំមានការងារបន្ទាន់ខ្ញុំរកទៅធ្វើការមុនសិនហើយហ៎ អើក៏បាន មកកំដៅទីនេះ មានត្រូវការឆ្លងកាត់ទីនេះ អញ្ចឹងថ្ងៃនេះខ្ញុំសំណាងណាស់ជូនខ្ញុំទៅផ្ទះផង លោកហ្វឹងមកកលឹកមកប្រាប់ខ្ញុំថាមានមនុស្សស្រីម្នាក់អះអាងថាជាភរិយាលោកនឹងផ្ញើរបស់មួយនេះតែញ៉ាំអាហារពេលល្ងាចនៅហាងអាហារបបលិនការជុំគ្នាទោះបីទឹកអត់ខិនតាជាលីងគេនិយមប្រាច្រើននៅតែយកថាខិនតែក៏ឧបហារគួរឲ្យចូលចិត្ត លោកហ្វឹងសួស្ដីលោកហ្វឹងហើយលោកហ្វឹងរឿងរ៉ាវស៊ីជម្រៅមិនគួរខ្ញុំនិយាយប្រាប់លោកទេតែខ្ញុំមិនដាច់ចិត្តឈរមើលលោកត្រូវសាំងលោកបាក់ប្រាស់ បាទកុំតែលោកតារបស់បងជីនខ្ញុំកុំខ្ញុំនៅគេតាំងពីតូចខ្ញុំក៏គ្មានថ្ងៃតែក្បាលមនុស្សក៏ដូចគេដែរនៅក្បាលក៏រាល់ថ្ងៃគួរឲ្យធុញណាស់ លោកក៏បានដឹងហើយពីមុនខ្ញុំនឹងសាំងលោកចិត្តដិតនឹងគ្នាខ្លាំងណាស់ស្នាប់ដល់ថ្នាក់រឿងអីក៏និយាយប្រាប់គ្នាដែរលោកទាំងសង្ហាទាំងមានទ្រព្យសម្បត្តិនាងនៅតែមិនពេញចិត្តក្រោយខ្នងនិយាយទៅឌៀនលោកជាច្រើននាងពុតបាត់ច្រើនណាស់លោកហ្វឹងសាំងលោកមិនសមនឹងឋានៈលោកឡើយទាំងដែលបានជួបមនុស្សល្អៗដូចជាលោកហើយក៏នៅលួចលេបខែជាមួយស៊ីសេណានពីក្រោយខ្នងលោក នាងលួចថតសម្ដីរបស់មិត្តភក្តិយកឈ្មោះនាងជាលេសដើម្បីមកជួបនឹងខ្ញុំដើម្បីតែបង្ខូចគេឈ្មោះនាងស្រីថោកទាបដូចជានាងទើបខ្ញុំត្រូវប្រុងប្រយ័ត្ន លោកហ្វឹងខ្ញុំគ្រាន់តែបារម្ភពីលោកខ្លាចនាងបាក់ប្រាស់សាំងលោកទោះជាពេលនេះហ្វឹងយិនមិនជាសម្ដីខ្ញុំតែគេលែងជឿអាចដូចគ្នា ខ្ញុំរៀនធ្វើនំផ្អែមពីបេមុខសាក់ភ្លុកមើលទៅបើកុំតែលោកតារបស់បងជីនផ្សំគុំខ្ញុំនឹងគេតាំងពីតូចខ្ញុំក៏គ្មានថ្ងៃតែក្បាលមនុស្សដូចជាគេដែរនៅក្បែរគេរាល់ថ្ងៃគួរឲ្យធុញណាស់ ទ្រាំរស់នៅក្បែរមនុស្សក៏ដូចខ្ញុំនាងប្រហែលជាធុញណាស់ហើយមិនយុត្តិធម៌សម្រាប់នាងសោះយល់ល្អខ្ញុំគួររក្សាគម្រាមពីនាងថ្ងៃក្រោយនាងបានជួបមនុស្សល្អដែលនាងពេញចិត្ត ក៏បានអញ្ចឹងធ្វើការបន្តចុះតែកុំនៅធ្វើការដល់យប់ពេកអេលោកតាទិញឡានថ្មី ឃើញថានាងចូលចិត្តឡាននេះខ្ញុំទិញជូននាង ខ្ញុំបង្ហាញអញ្ចឹងតាំងពីអង្ការខ្ញុំផាតាំងពីមួយឆ្នាំមុនម្លេះបងជីនលោកល្អចំពោះខ្ញុំពេកហើយ ចូលចិត្ត ចូលចិត្តច្បាស់ជាចូលចិត្តនៅជាឡាន Ferrari មួយជីវិតរបស់ខ្ញុំមិនដែលសម័យថាបានជីវិតមែនទេ អញ្ចឹងថ្ងៃក្រោយបើចង់បានអីគ្រាន់តែបង្ហោះក្នុង WeChat ដោយលោកនឹងទិញឲ្យខ្ញុំឲ្យមែនទេ
ប្រកាសជាបានក្នុងនាមជាស្វាមីទិញរបស់ដែលភរិយាចង់បានគឺជារឿងត្រូវធ្វើដឹងច្បាស់ថានាងមិនមែនជាព្រះអាទិត្យខ្ញុំតែយ៉ាងណាពន្លឺក៏ក្តៅនិងស្រស់ស្អាតបានចាស់មកលើរូបខ្ញុំហើយ ហើយយ៉ាហើយខ្ញុំបេះតែដល់ផ្ទះបាយទាំងមូលហើយហើយខ្លាំងចាំញ៉ាំការឬក៏អត់ដំណើរចង់ធ្វើដើម្បីអរគុណហ្វាំងជៀនតែដូចជាធ្វើបាបគេទៅវិញទេពេលមុនតួខ្ញុំផ្ញើសារតែមួយម៉ាត់ក៏គាត់ផ្ញើតបមកវិញដែរ ហេសាំងលូបាយជុំគ្នាទេ បាន មិនចូលចិត្តមកមុខនេះទេ ស្រាយសម្បត្តិញ៉ាំបានតែគ្រឿងផ្សេងមិនញ៉ាំទេ នាងមិនញ៉ាំឲ្យខ្ញុំញ៉ាំក៏បានខ្ញុំចេះញ៉ាំទាំងអស់លោកហ្វឹងបាយមួយប្រអប់នេះគួរយកឲ្យគាត់ទេហេសុស្រី ចា រំខានជួយយកឲ្យសាំងលូបានទេប្រាប់ថាលោកយកហ្វឹងផ្ញើមកឲ្យអរគុណ សាំងលូនាយកហ្វឹងផ្ញើមកឲ្យ បាទកុំតែលោកតារបស់ហ្វាំងជៀនផ្សំគុំខ្ញុំនឹងគេតាំងពីតូចខ្ញុំក៏គ្មានថ្ងៃតែក្បែរមនុស្សក៏ដឹកទេដែរនៅក្បែរគេរាល់ថ្ងៃគួរឲ្យធុញណាស់ មើលទៅនាងចង់ចាក់ចេញពីខ្ញុំមែនហើយ លោកកិច្ចមកពីខ្ញុំមែនទេកុំកុហកគឺលោកកិច្ចមកពីខ្ញុំប្រហែលថ្ងៃនេះលោកមិនមកគេនៅផ្ទះតែខ្ញុំផ្ញើសារទៅលោកក៏មិនតបដែរពួកយើងខំប្រឹងណាស់តម្រឹមស្និទ្ធស្នាលគ្នាបានប៉ុណ្ណឹងខ្ញុំមិនចង់តែចំណុចចាប់ដើមវិញទេអាចប្រាប់ខ្ញុំបានទេថាហេតុអីទៅឬក៏លោកភ័យនឹងខ្ញុំហើយ បើមានអ្នកដែលនាងស្រឡាញ់ហើយខ្ញុំសុខចិត្តដកខ្លួន មនុស្សដែលខ្ញុំស្រឡាញ់គឺលោកកុំប្រាប់ណាថាលោកចង់ដកខ្លួនអូខ្ញុំដឹងហើយគិតថាខ្ញុំមានចិត្តស្រឡាញ់អ្នកផ្សេងតែមួយរយៈនេះកិច្ចមកពីខ្ញុំរឿងរ៉ាវដូចជាគេគឺត្រូវការមនុស្សឆ្លាតបិទទម្លុះបេះដូងតាំងពីដើមមកស្រឡាញ់តែលោកម្នាក់លោកកំពុងតែប្រច័ណ្ឌនឹងសមត្ថខ្លួនឯងហើយទីបំផុតត្រូវបញ្ចប់ហើយនេះជាវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅម៉ោង 2:10 នាទីនិង 30 នាទីម្សិលមិញខ្ញុំមិនចេះញ៉ាំស្រាយសមុទ្រហើយសេនាមិនចេះញ៉ាំសាច់ជៀមពួកយើងក៏ដួលគ្នាញ៉ាំមិនមែនបញ្ចប់គ្នាទេមើលទៅត្រង់នេះជាផុសតាំងនៅមានទៀតបាយថ្ងៃនោះពួកយើងចេញស្មើគ្នាគេលោកប្រច័ណ្ឌអញ្ចឹងគួរឲ្យស្រឡាញ់បានតើ អេស៊ីឡូប៉ាបងទៅទូរស័ព្ទមកចុកគ្នាផ្ដាំអត្ថញ្ញាទូរស័ព្ទទៅគាត់វិញស្ដាប់ទៅដូចជាមានការបន្ទន់ លោកលូបាទរបស់កូនមានរបបធ្ងន់ពេលនេះ ហ្វាំងយីនប៉ាតែមកប្រាប់ថាម៉ាក់មានរបបធ្ងន់ដែរមិនរួចទេខ្ញុំត្រូវបញ្ញាប់ទៅផ្ទះអេណែហេ ហ្វាំងយីនក ុំបារម្ភអីខ្ញុំបានត្រៀមក្រុមគ្រូពេទ្យរួចហើយកុំខ្លាចមានបងនៅហើយ មិនក៏អត់ប្រយ័ត្នសោះអញ្ចឹង អាយ៉ាមិនអីទេ ម៉ាក់ អាយ៉ាខ្ញុំឲ្យបងទេបបួលលូលូនិងកូនប្រសាញ៉ាំបាយជុំគ្នាថ្ងៃក្រោយមិនក៏ប្រាប់រឿងដែលមិនឲ្យប្រាប់ទៅវិញ ហើយយ៉ាម៉ាក់ មិនអីទេម៉ាក់គ្រាន់តែទៅផ្សារទិញអីវ៉ាន់មិនប្រយ័ត្នក៏រអិលផ្លោះជើងគឺប៉ាកូននឹងបំពងទៅជារឿងធំ រឿងរ៉ាវសុទ្ធតែមានមូលហេតុប៉ាថាចាំកូនមកដល់ចាំអស់ស្អីតាមក្រោយមិនស្មានតែកូនសនស្លាមមកដល់ផ្ទះភ្លាមចឹងទេ ប៉ាថ្ងៃក្រោយប៉ាជួយនិយាយឲ្យច្បាស់តិចបានទេខ្ញុំភ័យសង្កឹងបេះដូងទៅហើយ មកពីបងនឹងអាយៀនអង្គុយចុះសិនមកអង្គុយសិនមក ឆ្អឹងចំណីជ្រូកជូរអែមឈ្ងុយឆ្ងាញ់មកដល់ហើយនាំគ្នាញ៉ាំទៅសាក់ព្រោះសារដៃប៉ាទៅមើល មកពីម៉ាក់ឲ្យកសោបថ្នាក់ធ្នមនាងពេកទើបធំឡើងមានចរិតរឹងរូសបន្តិចធ្វើឲ្យកូនប្រសាហត់ហើយ មិនអីទេ ល្អណាស់ឃើញកូននិយាយបានចឹងពិតជាល្អណាស់ ការលូលូរៀនអនុវិទ្យាល័យណាមានក្រុមក្មេងប្រុសទំនើងមកក្រុមតែតែមកឈរស្រ័យហៅឈ្មោះនាងនៅក្រោមផ្ទះតែក៏ត្រូវប៉ាយកកំប៉ុងទិញបាយទាំងអស់មិនទាំងអស់នោះមិនក៏មិនលូលូយើងទៅទៅអាយមកផឹកមួយកែវទៅ អីប៉ាគេមិនផឹករបៀបគេកាន់កែស្រាដូចជាជំនាញណាស់រឿងមួយគេលុយរៀនមិនឲ្យខ្ញុំដឹង
នេះញ៉ាំទៅ បាទប្រាប់ឯងចុះក្នុងនាមជាប្តីដាច់ខាតហាមឆ្លោះជាមួយប្រពន្ធបើមានរឿងត្រូវតែសុំទោសភ្លាមចាញ់មនុស្សស្រីដែលយើងស្រឡាញ់មិនគួរឲ្យខ្មាស់ទេមក បានហើយបបគេបានទៅ មិនអីទេបងនៅផឹកបានទៀត ប៉ាប៉ាចាំបបគេ បាន ផឹក បាន ទៅ ហើយឈប់ទៅ មិនអីទេបងនៅផឹកបានទៀត អាយ៉ាមើលក៏ដឹងថាអាយីមិនចេះផឹកស្រាដែរនៅតែបង្ខំឲ្យគេផឹកទៀតលូមកគេទៅទីនៅខាងក្នុងទៅរងាស់សុក ហ្វាំងយិនខ្ញុំនាំបងទៅក្នុងហ្វាំងយិនសម្រាប់បាត់ទៅហើយ 不及遇见你，我开始变得不太聪明，心跳加速时候，呼吸也暂停，身体无法控制向你靠近，步步背影，我的心事变得。 ពួកយើងជាប្តីប្រពន្ធស្រាប់ច្បាស់ 我一贯的小心翼翼，现在却想要告诉你，好喜欢你，像春天的花朵盛开的夏夜里，像北风吹过。ពួកយើង ពួកយើងជាប្តីប្រពន្ធស្របច្បាប់បងមិនបានស្បឹងបងនៅអាចបំពេញបំណងអូនប្រពន្ធសម្លាញ់ អត់ស្បឹងទេអញ្ចឹងគេមិនដឹងទៅហើយទេថាមនុស្សខ្ញុំលួចដល់ក្អែកគេ មិនក៏មកកំហំតិចព្រឹកអញ្ចឹង គឺមកពីអាកាសធាតុថ្ងៃនេះក្តៅខ្ញុំញ៉ាំឆ្អែតហើយ ញ៉ាំបន្តិចនឹងឆ្អែតហើយ ខ្ញុំក៏ឆ្អែតដែរបងជូនអូនទៅធ្វើការ លោកហ្វឹងមើលតែលោកមួយរយៈនេះដូចជាស្គមច្រើនណាស់លោកមិនធ្វើមកហូបឲ្យលោកញ៉ាំទេមែនទេនាងធ្វើជាប្រពន្ធយ៉ាងម៉េចហ្នឹងតាមពិតស្នាដៃធ្វើមកហូបរបស់ខ្ញុំក៏មិនអត់ដែរថែមទាំងចេះថ្នាក់ថ្នមលោកជាងលោកតែទៀត ជាអ្នកងាយប្រពន្ធខ្ញុំនៅចំពោះមុខខ្ញុំស្លៀកពាក់មានរបៀបថោកទាបនៅកន្លែងធ្វើការធ្វើឲ្យខូចខាតរូបភាពល្អៗរបស់ក្រុមហ៊ុនមិនចេះបែងចែករឿងផ្ទាល់ខ្លួននៅមុខថ្នាក់លើបដិរឿងកុហកមកខូចគេឈ្មោះអ្នកផ្សេងបំបែកបំបាក់សេចក្តីសុខគ្រួសារគេហៅថាគ្មានសិលធម៌និងគ្មានតម្លៃជាមនុស្ស លោកហ្វឹងមិនក៏លោកថាឲ្យខ្ញុំអញ្ចឹង ទៅត្រៀមกระดาษលាជប់ចុះ លោកហ្វឹងខ្ញុំមិនបានថាចង់លាឈប់ទេ ចារឹករឹកពីពិបាកភ្នែកណាក្រុមហ៊ុនសម្រាប់ចិត្តបញ្ឈប់នាង ហេតុអីក៏លោកធ្វើដាក់ខ្ញុំបែបនេះ បើវត្តមាននាងរំខានក្តីសុខខ្ញុំនឹងប្រពន្ធអញ្ចឹងនាងមិនគួរមានមុខនៅទីនេះអត់យ៉ាងរយៈខ្ញុំឃើញទេ ដោយសារតែនាងសាំងលូលោកក៏បណ្ដឹងខ្ញុំចេញហ៎ ស្ដាប់ណាដើម្បីប្រពន្ធខ្ញុំនាងក៏អាចចូលបញ្ជីខ្មៅដែរ បងមកវិញហើយ ចាំបងយូរទេរៀនហើយទេមើលណាបងទិញអាហារឆ្ងាញ់មកផ្ញើអូនអាណារង្វាន់លើកទឹកចិត្តបងតែប៉ុណ្្នឹងទេ ហ្វាំងអី អាឡូ អាឡូ បងអ៊ីមានរឿងហើយ មានអីទៅ អ្នកប្រុសប៉ាក៏នៅដែរ ហ្វាំងប៉ាក៏នៅដែរ ឥឡូវនៅបា មានរឿងអីមែនទេ បងប្រុសបងកំពុងវាគ្នានៅបាត់ដោយសារមនុស្សស្រីម្នាក់បើតាមសាររឿងដើមហ្វាំងអីទៅរករឿងចាស់សឺដបាត់ដែលនឹងធ្វើការហ្វាំងប៉ាត្រូវមិនបានកវាគ្នាតែម្ដងអ្នកចាត់ការនៅបាទេមកប្រាប់ខ្ញុំចឹងដូចគ្នាតែកាលនោះខ្ញុំមិនអើពើថែមទាំងចាក់រកហ្វាំងយិនឲ្យយកច្រឡំទៀតនោះស្រីបែបនេះពិតជាគួរឲ្យខ្វល់ណាស់តែយើងតែបដាក្មេងពីអ្នកនេះម្ដង បានហើយអ្នកទាំងពីរជួយគ្នាទៅសុំវជួយគ្នាទៀតទៅ អ្នកបងធំ ពួកឯងឈប់ភ្លាម ក្រោកឡើងមក បិទបានទាំងមុនដើម្បីយកកន្លែងវាគ្នាមិនជាខ្មាស់គេខ្លះទេ ឈឺទេ បងធ្វើអញ្ចឹងខ្ញុំមិនមានអំណាចជាអ្នកបងធ្វើបង្ក្រាបពួកគេឯងទាំងពីរកញ្ញាចៅស៊ឺគឺជាមនុស្សមិនមែនគឺជាទ្រព្យសម្បត្តិដ៏ម្ចាស់តាមចិត្តនោះទេជាមនុស្សប្រអស្ចារ្យមែនទេមិនខ្វល់ពីអារម្មណ៍នាងអញ្ចឹងនៅក្នុងខុសក្បាលមានស្គាល់ថាអ្វីជាសិទ្ធិស្មើគ្នាទេស្អាតដូចជាតុក្កតាមែនតែនាងជាមនុស្សមានសិទ្ធិសេរីភាព
អញហៅស្អីស្អាតដូចតុក្កតាមែនតែនាងជាមនុស្សមានសិទ្ធិសេរីភាពស្មើគ្នាយើអញហៅស្អីបានមានរឿងទៅតែងមិនអង្គុយនិយាយគ្នាបាននិយាយគ្នាមិនត្រូវរកបងធំមកជួយទៅបានតែលាក់នៅក្នុងចិត្តនឹងគេមិនហៅថាឆ្លាតទេអ្នកទាំងពីរដឹងថាបងធំខំចិញ្ចឹមឡើងយ៉ាងលំបាកទេគាត់ខំគ្រប់គ្រងសង្គ្រោះបែបយ៉ាងតាំងតែពេលទៅដល់ធំធ្វើជាប៉ាផងម៉ាក់ផងពួកឯងសងគុណគាត់បែបនេះខ្លួនធំឲ្យតែខ្លួននៅគ្មានដដែលចាំបាច់ឆាលខាងស្នេហាត្រូវកាន់ឲ្យគេមើលទេ អ្នកបងឈប់ជេរទៅស្ដាប់ហើយជួយចាត់ណាពួកខ្ញុំដឹងកំហុសហើយមិននេះខ្ញុំជើឆាកញ្ចោដៃបាយគេ បងខ្ញុំក៏ដឹងខុសដែរ មកខាងនេះមក អស់ចាលើលោកនេះអូនប្រកែកដោះស្រាយបញ្ហាជាងគេប្រកែកណា បងស្រីពិតជាលួចខ្លាំងណាស់ នឹងមែនទេដែលអូនថាចង់ដប់បង បងគឺជាបរិះទី1ដែលបានអង្គុយពីក្រៅអូនចាំម៉េច មហាកិត្តិយសណា ខ្លួនជាប្រាប់ឲ្យមនុស្សស្រីដុតតកើត អញមិនយល់ទេនេះគេហៅថាស្នេហាផ្អែមល្ហែមអូហូមនុស្សប្រុសឡើងរឹងមាំបែរជាឲ្យស្រីខ្លួនតូចមួយដុំវ៉ាវស្នេហាយុវ័យសប្តាហ៍ពិតជាប្លែកៗដល់ហើយ បងមិនអីទេ ពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃដែលមានភ្លៀងធ្លាក់ខ្លះបាទបងជាអ្នកបើកឡានសុកពួកគាត់ក៏ឆ្លោះគ្នាភ្លាមម៉ាក់បងក៏ស្ទុះទៅចាប់ទៅកូនឡានក៏ជ្រុលទៅបុកជាចាំផ្លូវភ្លាមនោះឡានក៏ចាប់ដាំឆេះម៉ាក់ប្រើកម្លាំងចុងក្រោយទៅវិញបងចូលទឹកកាលនោះបងខំស្រែកហៅគេឲ្យជួយរហូតដល់ឆ្លក់ទឹកធ្វើឲ្យបងហាក់មាត់និយាយមិនបានបងដឹងខ្លួនឡើងបងនៅក្នុងមន្ទីរពេទ្យបាត់ទៅហើយក្រោយមកយ៉ាងយូរទៅបងដឹងថាកាលនោះអ្នកម៉ាក់មានជំងឺផ្លូវចិត្តគាត់មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវបានបងមិនដែលចាប់អារម្មណ៍ទេរហូតដល់គ្រប់យ៉ាងគ្រប់ពេលទៅបើសិនបើពេលនោះបងអាចដឹងរឿងឲ្យបានលឿនជាងនេះពួកគាត់ក៏មិនស្លាប់ដែរតែមែនទេ មិនមែនកំហុសបងទេកាលណាបងនៅក្មេងខ្លាំងពេកត្រឹមជាក្មេងអាយុ6 7ឆ្នាំសម្បីខ្លួនឯងមើលថែមិនទាន់បានផងតែមានសមត្ថភាពឯណាមើលថែមនុស្សចាស់ទៅ តាំងពីថ្ងៃនោះមកបងក៏លែងចង់និយាយទៀត ហ្វាំងជីនមិនមែនជាកំហុសបងទេបងក៏មិនទៅខ្លួនឯងអីរឿងរ៉ាវកន្លងផុតយូរហើយនៅវេលាទីចុងក្រោយនៅក្នុងចិត្តរបស់ម៉ាក់បងគឺចង់ឲ្យធំឡើងរស់នៅមានជីវិតល្អប្រសើរបងធ្វើបានដោយចិត្តគាត់ហើយជាកូនប្រុសពេញដោយមោទនភាពទោះពីមុនបងមិនអាចនិយាយស្ដីបានតែបងមើលថែគ្រួសារហ្វឹងបានយ៉ាងល្អនៅមើលថែបងស្រីគ្នារហូតដល់ពួកគេធំប៉ុណ្ណេះបងពិតជាមនុស្សអស្ចារ្យណាស់ពេលនេះប៉ាម៉ាក់នៅឋានសួគ៌ពួកគាត់ច្បាស់ជាស្ដាយក្រោយដែលទុកឲ្យបងរស់នៅកំព្រាឯកោម្នាក់ឯងរ៉ាប់រងរឿងច្រើនយ៉ាងនេះបងហត់នឿយហើយថ្ងៃក្រោយពេលមេឃភ្លៀងខ្លាំងខ្ញុំនៅកំដៅបងសុកទុកពួកយើងនៅជាមួយគ្នាបើខ្ញុំមើលទូរទស្សន៍បងក៏ត្រូវមើលដែរខ្ញុំលេងហ្គេមបងក៏ត្រូវលេងនិយាយរួមក៏គ្រប់រឿងធ្វើឲ្យបងរវល់គ្មានពេលគិតរឿងពីមុនបងដឹងទេពាក្យចាស់ពោលថាភ្លៀងធ្លាក់នាំមកនូវភាពកក់ក្ដៅពេលដែលមេឃងងឹតភ្លៀងរលឹមទៅបាត់នោះមេឃនឹងស្លាប់ម្ដងទៀតហ្វាំងជីនបងក៏ដូចគ្នាដែរថ្ងៃស្អែកនៅមានរឿងអ្វីយើងមិនដឹងទេត្រូវរស់នៅក្នុងបច្ចុប្បន្នឲ្យល្អខ្ញុំនៅក្បែរបងរហូតល្អទេ ល្អ ហ្វាំងជីនហ្វាំងជីនហ្វាំងជីនមិនក៏ស្រាប់តែជាសាមញ្ញល្អបែបនេះមានអារម្មណ៍ដូចជាទឹកដូចមែនតើណាហ្វាំងជីននិយាយបានហើយវាសនាបងប្អូនគេនឹងធ្វើឲ្យស្រីខ្ញុំក៏កែបានដែរគ្មានក្បាលរឿងពីអ្នកនោះចាប់ផ្ដើមចេះធ្វើល្អហើយគ្រប់យ៉ាងកំពុងតែដើរទៅរកផ្លូវល្អប្រសើរមិននេះគ្រាន់តែជាការយល់សប្តិ អ្នកបង ហ្វាំងអីសំសួរថាគ្រួសារហ្វាំងមានយន្តហោះផ្ទាល់ខ្លួនមែនទេ ប្រកាសជាមានហើយអ្នកបងថែតែមានពីគ្រឿងទៀតផងបងប្រុសខ្ញុំក៏មានបានបាត់បោះយន្តហោះដែរ យន្តហោះដែលជាក្នុងចសាខ្ញុំជាយន្តហោះផ្ទាល់ខ្លួនគ្រួសារហ្វាំង ត្រូវហើយអ្នកបងបងធំប្រញាប់តែធ្វើការខ្លាយរំខានអ្នកបងគេក្រោយចេញដំណើរក៏បានមកប្រាប់អ្នកបង ជាសពមិញនេះគឺជាបបភ្នូអីមែនទេពេលនេះហ្វាំងយើងកំពុងបាក់អត់ធំភេកកញ្ចាក់កន្លងមកខ្ញុំតាំងតែឈ្មោះថាហើយនៅក្នុងកន្លងលោកសិទ្ធិខ្ញុំតែពួកគេនៅតែបែកគ្នាហើយខ្ញុំជាអ្នកទទួលមរតកឲ្យយកទៅឲ្យសាច់ញាតិថោកគេទៅនោះតាមពិតមកបញ្ជនហោះហ្វាំងយើងជួបប្រទះឲ្យគេក៏ស្លាប់អីណាអត់ធំភេកកញ្ចាក់ក្រាន់ថាមិនតាន់ហោះទេមែនទេ អ្នកបងគ្រាន់តែយកសពអាក្រក់សោះឆ្លៃបងធំពេកទេដឹងបងបារម្ភអត់ប្រយោជន៍ហើយសមត្ថភាពគាត់អស់ចាស់ណាស់
សុំអភ័យទោសលេចដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេណាពេល តែមិនចូលទៀតផ្ញើសារតែក៏មិនចូលមើល អាចា ដាច់ខាតមិនអាចមានគ្រោះថ្នាក់ទេ អ្នកបងសុំបងជប់ដាក់គ្នាបងធំទៅអ្នកបងជប់យំទៅជប់មានចេតនាថាបងទេបងធំដឹងគាត់បាច់ខ្ញុំបាច់ចាំជំខានទេ អ្នកប្រទី2អ្នកស្រីហ្វឹងពេលវេលាចេញដំណើរត្រូវកែប្រែបន្ទាន់ គាត់មិនទាន់ឡើងយន្តហោះទេមែនទេ មិនចឹងទេដើម្បីឆាប់មកជួបអ្នកស្រីអ្នកប្រធមអភិរក្សជាយន្តហោះផ្សេងតែត្រឹមនេះគាត់ហោះចេញទៅបាត់ហើយ អ្នកបង ល្ងាចនេះញ៉ាំបាយជុំគ្នាទេសន្យាសិនណានាំឲ្យគ្រប់គ្នាស្គាល់បរិមម្នាក់នេះគឺជាស្វាមីរបស់ខ្ញុំគាត់គឺហ្វឹងយៀនហេតុអីទៅខ្ញុំខំប្រឹងលះបង់គ្រប់បែបយ៉ាងហ្វឹងយៀនទៅរកឃើញសេចក្តីសុខពិតនៅក្នុងជីវិតរបស់គាត់ហេតុអីនៅតែមិនអាចកែប្រែវាសនាចង្រៃនេះបាននេះគឺជាជីវិតមនុស្សទាំងមូលហេតុអីព្រមតែខិតឲ្យចិត្តថតដាក់គាត់ខ្លាំងម្ល៉េះ អ្នកបងខ្ញុំចេះតែធ្វើការធម្មតាទៅជប់គិតពេលប្រាប់បំពេញខ្លួនឯងទៅគាត់មិនអីទេពេលចោលភ្លាមធានាថាគាត់នឹងទេមករកបងភ្លាមអាយ៉ា ប្រពន្ធសម្ដេច ហេបងធំ It's true. This is the end. I feel like lose myself. នេះមិនមែនជាសពទេមែនទេបងមិនអីទេបងនៅមានជីវិតទេ សុំទោសធ្វើឲ្យអូនបារម្ភហើយ ក៏ប៉ុន្តែគេថាបងឡើងយន្តហោះទៅបាត់ហើយតា ពេលរៀបឡើងយន្តហោះបងស្រាប់តែមានអារម្មណ៍ដឹងមុនបងក៏បើកទូរស័ព្ទមើលនឹងបានឃើញសារដែលអូនផ្ញើទៅ បងមិនយល់ថាសារទាំងអស់នោះហួសហេតុពេកទេ ដែលបងដឹងគឺទឹកចិត្តដែលអូនស្រឡាញ់ខ្វល់ពីបងអានសាររបស់អូនទាំងអស់ប្រពន្ធសម្លាញ់បងសប្បាយចិត្តណាស់ដែលអូនខំសរសេរពាក្យក្នុងចិត្តទាំងអស់នេះមកបងចង់លឺវាចេញពីមាត់អូន យកទូរស័ព្ទមកខ្ញុំអានឲ្យស្ដាប់ មិនទាន់ទេបងទន្ទឹងចាំមកហើយ ហ្វឹងយៀន លេចហើយថាខ្ញុំនៅទីនេះដែរធ្លាប់តែឃើញគេធ្វើខូបកំណត់រៀបការដល់ធំមួយឆ្នាំម្ដងតែបងធំយើង6ខែធ្វើខូបរៀបការម្ដងអញធ្លាប់លើរឿងខូប200ថ្ងៃដែរទេចាំមើលគាត់នឹងធ្វើខូបរាល់ខែមិនខាន គិតថាគាត់មិនចង់ធ្វើទេខ្ញុំគិតថាប្រហែលអ្នកបងគាត់មិនឲ្យធ្វើគិតចឹងទេ ស្រឡាញ់ប្រពន្ធយ៉ាងនេះកាន់តែគួរឲ្យខ្លាច បងស្រីពិតជាស្អាតណាស់សំផារូបមួយ ប្រយ័ត្នខូចសម្រាប់ប្រពន្ធខ្ញុំ ចិត្តចង្អៀត បោះត្រារួចហើយ បងតាមប្រពន្ធ អូយមានក្តីសុខដល់ហើយ ខ្ញុំនឹងប្រាជ្ញាធ្វើជាមនុស្សរឹងមាំដែលខាត់នឹងចាត់ចែងឡើយវាសនារបស់ខ្ញុំជាអ្នកសម្រេចនៅ